ខ្ញុំមានអក្សរស្ដំ4សម្រាប់ខ្លួនឯងទី1គឺសុខភាពផ្ទាល់ខ្លួនទី2គឺចំណេះដឹងជំនាញផ្ទាល់ខ្លួនទី3គឺគ្រួសារទី4គឺសង្គមជាតិដោយសារអត់ការងារធ្វើណានិយាយទៅស្មោះត្រង់ហ្មងដោយសារមិនដឹងថាធ្វើអីព្រោះជំនាញដែលយើងរៀនហ្នឹងវាអត់ឃើញថាមានទីផ្សារដែលយើងត្រូវទៅធ្វើផ្លាស់ប្ដូរពីមួយទៅមួយគឺខ្ញុំមើលសិនទីផ្សារហើយមួយទៀតខ្ញុំត្រូវធៀមខ្លួនវាអាចថាជាតិចនិចរបស់ខ្ញុំមួយដែរហើយខ្ញុំជាទូទៅនៅពេលដែលខ្ញុំចង់បដូរទៅកន្លែងណាមួយណាតាក់ទងការងារខ្ញុំមើល JD ខ្ញុំធ្វើ research បើថាខ្ញុំទៅ screen ឬក៏ scraping ណាទាំងអស់គ្នាជា web developer ដឹង web scraping ណាដូចជាមិនដែល fail ទេភាគច្រើនណាឲ្យតែខ្ញុំចង់ទៅគឺខ្ញុំត្រូវ prepare ហើយគឺតាម technique ខ្ញុំរបស់ខ្ញុំហ្នឹងគឺតែងតែជោគជ័យតាមអ្វីដែលខ្ញុំចង់បានអញ្ចឹងណាបើសិនយើងដាក់សម្រាប់ចូលក្នុង model របស់ AI យើងឬក៏ machine learning យើងអ្វីដែលវា produce ចេញមកហ្នឹង result ក៏ជាសម្រាប់ដែរឧទាហរណ៍បើចេញបើយើងធ្វើតែម្នាក់ឯងអត់មានទៅពាក់ព័ន្ធណាទេអូខេយើងចង់ធ្វើមិនធ្វើទៅមិនបាច់ចាំទៅជែកមួយគេទេព្រោះ your own boss ប៉ុន្តែបើយើងធ្វើការយើងត្រូវ collaborate ជាមួយ other team ឬក៏មនុស្សផ្សេងយើងត្រូវប្រើ soft skill ឯង at your own pace ហ្មងមកដល់ខ្លួនឯងហ្មងអញ្ចឹងធ្វើខុសខ្លះត្រូវខ្លះព្រោះខ្លះជួនពេលខ្លះត្រូវហ្នឹងក៏មិនដឹងថាត្រូវអាខុសហ្នឹងដឹងព្រោះតែខុសគេថាឲ្យគឺដឹងតែខុសហ្នឹងទីផ្សារយើងរៀងចាប់ដើមជើងអៀតទៅបានន័យថាយើងសម័យទៅថាមួយឆ្នាំសិស្សនិស្សិតច្រើនយើងអ្នកវិភាគទិន្នន័យហើយដល់ពេល AI វាអាចវិភាគឲ្យយើងដែរឥឡូវយើងត្រូវប្រកួតជាមួយគ្នាយើងជា human ហើយត្រូវប្រកួតជាមួយនឹងបច្ចេកវិទ្យា AI ទៀតសូមស្វាគមន៍មកកាន់ IT Podcast រដូវកាលទី2អេពីសូតទី8ហើយថ្ងៃនេះយើងនឹងមកស្រាយបំភ្លឺទៅលើប្រធានបទមួយតាក់ទងនឹង data ហើយយើងមានភ្ញៀវកិត្តិយសម្នាក់យើងជឿថាគ្នាយើងមួយចំនួនដែលគាត់នៅខាងវិស័យ data គាត់ជាស្គាល់ហើយសូមស្វាគមន៍បង Dina បាទជំរាបសួរហ្នឹងហើយសួស្តីទាំងអស់គ្នាខ្ញុំឈ្មោះ Dina ចន្ទថនហើយអាចហៅខ្ញុំ Dina ក៏បានចន្ទថនក៏បានដែរហ្នឹងហើយDina ទៅកោឲ្យបងហីបាទប៉ុន្តែវាច្រើនដោយសារតែនៅលើប្រព័ន្ធ social media ខ្ញុំដាក់ Dina មុនចន្ទថនមុនអញ្ចឹងពាក្យច្រើនគេហៅ Dina អញ្ចឹងអត់អីទេខ្ញុំ familiar ជាមួយហ្នឹងហើយអត់អីហ្នឹងហើយបងអាចជួយណែនាំខ្លួនបន្ថែមបាទជំរាបសួររតនៈជំរាបសួរបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតខ្ញុំឈ្មោះចន្ទថនឬក៏ Dina ក៏បានដែរហើយសប្តាហ៍ជាបុគ្គលិកនៅក្រុមហ៊ុន Telecom មួយកន្លែងហើយជាផ្នែកវិស្វករនៃ data អាចថា data engineer ហើយក៏ជាគ្រូបង្រៀនណាខ្ញុំសូមហៅគ្រូបង្រៀនចុះគ្រូបង្រៀននៅសាកលវិទ្យាល័យមួយកន្លែងក៏ដូចជានៅសាលាមួយកន្លែងដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងជា data analyst ផងជា data engineer ផងហើយក៏ជាខ្ញុំចូលចិត្ត research ផ្នែក data science ហើយជាមួយនឹង AI machine learning អីចឹងទៅបាទហើយបងអាចបន្ថែមតិចទៀតទៅលើ background នៃការរៀនរបស់បងតិចណែអរគុណច្រើនភ្លេច mention រឿងរៀនជាក់ស្ដែងខ្ញុំចប់បញ្ញាបត្រផ្នែកវិស្វកម្ម computer software engineer ណាហើយខ្ញុំក៏បន្តយក master ផ្នែក data science ហើយឥឡូវហ្នឹងគឺកំពុងតែបន្តយក master មកផ្នែកទៀតគឺ digital law បាទអូខេបើតាមដឹងជំនាញដំបូងដែលបងធ្វើហ្នឹងមិនមែនខាង data ទេបាទដំបូងឡើយហ្នឹងគឺខ្ញុំចេញមកធ្វើការដំបូងអត់មាន internship ទេណាចេញមកគឺធ្វើការយកហ្មងគឺផ្នែក software engineer ធ្វើជា web developer នៅក្រុមហ៊ុនមួយកន្លែងផ្នែកដូចជាអចលនទ្រព្យ real estate ណាហ្នឹងហើយខ្ញុំធ្វើជា web developer ដែលប្រើ technology ដូចជា Laravel PHP ជាមួយនឹង React JS ហើយមក SQL server ណាតាក់ទងនឹង database ហ្នឹងបាទហើយធ្វើរយៈពេលមួយរយៈទៅបានបន្តដូរទៅជាកាលនោះជា report developer ទេ report developer ហ្នឹងមិនថាយើងធ្វើជាអ្នកសរសេរ SQL ណា SQL query ដើម្បីទៅទាញយកទិន្នន័យធ្វើជា report ជា raw data ទេយកទៅឲ្យខាង business ឬក៏ខាង team ណាដែលគាត់ចង់បានអញ្ចឹងទៅបាទហើយបាន move រហូតជា data engineer data scientist អីចឹងទៅហើយក៏តែងតែ research បន្ថែមអីចឹងទៅណាចង់ដឹងខ្លះដែរព្រោះអីបងអាចថាដំបូងអាចធ្វើការរបៀបជា developer ទៅលើការបង្កើតជា project software អីចឹងទៅបាទហ្នឹងហើយចង់ដឹងថាហេតុអីបានបង
បំលែងខ្លួនមានមូលហេតុអីទៅបានយើងមកខាង data វិញអញ្ចឹងណាខ្ញុំគិតថាប្រកាសជាមានមូលហេតុមួយដែលធ្វើជំរុញឲ្យយើងមកខាង data បាទហ្នឹងហើយមានមូលហេតុការខ្ញុំនៅរៀនខ្ញុំរៀនឲ្យតាក់ទង data science ណាប៉ុន្តែខ្ញុំរៀនអត់សូវយល់ច្បាស់ស៊ីជម្រៅអីទេគ្រាន់តែថាយើងរៀនដើម្បីធ្វើម៉េចប្រឡងទៅយើងបាន credit ចឹងទៅប៉ុន្តែនៅពេលដែលចេញមកដំបូងដោយសារពេលហ្នឹងទីផ្សារ data science អីហ្នឹងអត់សូវតន់ឃើញមានសម្បូរទេអញ្ចឹងពិបាករកក្រុមហ៊ុនធ្វើការមែនតើដល់ពេលអញ្ចឹងទៅខ្ញុំមិនដឹងថាខ្ញុំត្រូវធ្វើការខាងផ្នែកអីទេក៏ខ្ញុំឃើញគេរើសខាង web ហើយការនៅរៀនក៏ខ្ញុំចូលចិត្តធ្វើ web ដែរអញ្ចឹងក៏ខ្ញុំសម្រេចចិត្តដាក់ពាក្យទៅក៏បានធ្វើជា web developer ហ្នឹងទៅក៏ខ្ញុំរៀនធ្វើបណ្ដាអីបណ្ដាអញ្ចឹងទៅក៏ប៉ុន្តែដោយសារតែពេលដែលខ្ញុំចូលធ្វើទៅស្រាប់តែមាន seminar ឬក៏សិក្ខាសាលាដែលគេនិយាយពីរឿង data science ណាខ្ញុំក៏បានចូលរួមហើយខ្ញុំចាប់អារម្មណ៍លើពាក្យគេនិយាយ data អញ្ចឹងទៅហើយជាពិសេសគឺ data science AI machine learning អញ្ចឹងទៅពេលហ្នឹងខ្ញុំអត់ចេះអីទេខ្ញុំអត់ចេះអី machine learning អីទេគាត់តែដឹងថាវារៀងស្ដាប់ទៅវាចាប់អារម្មណ៍ហើយខ្ញុំក៏ព្យាយាម research ដំបូងឡើយ research រៀនបណ្ដា research បណ្ដាអញ្ចឹងទៅក៏ចាប់អារម្មណ៍ថាខ្ញុំចង់ move ទៅខាង data វិញហើយណាមួយការពេលជា web developer ហ្នឹងក៏យើង work ជា back end ខ្លះដែរបើថាយើងទៅ work direct ជាមួយ database អី query អញ្ចឹងដែរអញ្ចឹងក៏ខ្ញុំចាប់អារម្មណ៍ថាខ្ញុំចង់ move ទៅខាង data ច្រើនអញ្ចឹងក៏ព្យាយាមរកឱកាសការងារនៅកន្លែងផ្សេងអញ្ចឹងទៅហើយក៏ឃើញមានស្ថាប័នធនាគារមួយកន្លែងគេរើសតាក់ទងនឹងគេហៅថា actual developer ណាគាត់ក៏ដាក់ PL actual developer ខ្ញុំអត់ដឹងទេស្អីទេអាហ្នឹងព្រោះខ្ញុំរៀនតែ actual ទេប៉ុន្តែខ្ញុំមើល JD ទៅខ្ញុំថាអូដូចស្តៀងនឹង actual ដែរអញ្ចឹងក៏ខ្ញុំចាប់ដើមរៀបចំ CV apply ទៅហើយចៃដនអីក៏គេផ្ដល់ឱកាសហ្នឹងឲ្យយើងធ្វើអញ្ចឹងណាតាំងពីនោះមកក៏ខ្ញុំបាន work ជាមួយ data តាំងរហូតមកដល់សប្តាហ៍អញ្ចឹងទៅបើតាមខ្ញុំស្គាល់បងហ្មងខ្ញុំស្គាល់ UI បាទពីនៅវិទ្យាល័យ ណែ ចូលរៀនវិទ្យាល័យមួយទៀតទេប៉ុន្តែគាត់រៀនច្បងមកជំនាន់ ហ្នឹងហើយហើយការជំនាន់ហ្នឹងស្គាល់បងថាបងអាចថា top តែបីមែនតើបីដល់សិស្សប្អូនអាចថាជាគំរូអញ្ចឹងណាហើយខ្ញុំមាន IT ហ្នឹងក៏សួរព័ត៌មានរៀនច្បងខ្លះដែរបាទដល់ពេលសួរទៅខាងមានបករៀនច្បងយើងរៀន IT ដែរ ហ្នឹងហើយស្គាល់បងនឹងពីនឹងមកហើយការពីខ្ញុំដូចជាធ្លាប់ដឹងថាបងធ្វើការជាមួយនឹងផ្នែក IoT បាទការពីបងនៅរៀន ហ្នឹងហើយ ហ្នឹងចង់ដឹងថាបងដូចជា research ទៅលើខាងនឹងច្រើន បាទ ប៉ុន្តែវាចម្លែកដែរដល់ពេលយើងចេញមកយើងបែរជាមកធ្វើអីផ្សេងអាចជួយបញ្ជាក់កន្លែងហ្នឹងទៀតហ្នឹងហើយសំណួរនេះគឺខ្ញុំគិតថាល្អព្រោះភាគច្រើនគេឆ្ងល់ខ្ញុំដែរគេថាការនៅរៀនឃើញធ្វើ internship ធ្វើ research តាក់ទងទៅនឹង hardware ទេ IoT ណាអញ្ចឹង Internet of Things កាលហ្នឹងមិនសូវជាល្បីប្រហែលដែរទេប៉ុន្តែសាលាតម្រូវឲ្យសិស្សមាន internship ហើយខ្ញុំមិនដឹងថាខ្ញុំរើសអីគឺខ្ញុំយក feel ហ្នឹងទៅអញ្ចឹងហ្នឹងហើយអញ្ចឹង IoT ហ្នឹងកាលពេលដែលខ្ញុំនៅសាលាហ្នឹងគឺខ្ញុំ work ភាគច្រើនគឺបង្គុំ hardware ជាមួយនឹង software អញ្ចឹងណាបើថាយើងទៅសេ code ដើម្បីបញ្ចូលវានៅក្នុង chip ហើយ chip ហ្នឹងវាអាច connect ទៅ internet ឬក៏ Wi-Fi ហើយបញ្ជាបិទបើកភ្លើងឬក៏បញ្ជាទៅធ្វើអីមួយផ្សេងដែលយើងចង់ឲ្យវាទៅធ្វើអញ្ចឹងណាប៉ុន្តែកាលនោះខ្ញុំធ្វើច្រើនហើយក៏ខ្ញុំចូលចិត្តស្រឡាញ់ដែរប៉ុន្តែនៅពេលដែលខ្ញុំចេញមកធ្វើការខ្ញុំរកឃើញថាអត់មានទីផ្សារទេ IoT ណាប៉ុន្តែសង្ហៃដូចជាមាន robotic មានអីច្រើនកាលនោះគឺស្អីក៏អត់មានទីផ្សារដែរសម្រាប់ជំនាញដែលខ្ញុំស្រឡាញ់ណា IoT ហ្នឹងជាមួយនឹង data science ហ្នឹងគឺពិបាករកការងារធ្វើមែនទែនតែបើសិនជា mobile application developer web developer database admin អីគឺសម្បូរមែនទែនបាទតែអញ្ចឹងក៏ខ្ញុំចង់មិនចង់គឺយើងត្រូវឆ្លៀតពេលវេលារៀនខ្លួនឯងហើយព្រោះពេលចេញធ្វើការយើងមិនប្រកាសថាយើងដើររកការងារដែលយើងស្រឡាញ់យើងធ្វើបានទេអញ្ចឹងក៏ចាប់អារម្មណ៍ជាមួយនឹង web developer ហ្នឹងទៅហើយចាប់អារម្មណ៍ហ្នឹងក៏មិនមែនចាប់អារម្មណ៍ខ្លាំងអីដែរដោយសារអត់ការងារធ្វើណានិយាយទៅស្មោះត្រង់ហ្មងដោយសារមិនដឹងថាធ្វើអីព្រោះជំនាញដែលយើងរៀនហ្នឹងវាអត់ឃើញថាមានទីផ្សារដែលយើងត្រូវទៅធ្វើអញ្ចឹងក៏ខ្ញុំដំបូងហ្នឹងគឺខ្ញុំយកជា web developer ហ្នឹងទៅបាទកាលពីខ្ញុំនៅរៀនក៏មានក៏ធ្លាប់ទៅខាង IoT ហ្នឹងដែរយើងធ្វើជា robot ដែរប៉ុន្តែយើងចង់ដឹងចង់ស្វែងយល់បន្ថែមព្រោះធ្វើលុយហ្នឹងហើយយើង design board ខ្លួនឯងហើយយើងមកផ្គុំហើយយើងសរសេរ software ឲ្យវាដើរតាមពពួក sensor ឯបាទហ្នឹងហើយអញ្ចឹងខ្ញុំជឿថា
វាសេរីទៅនឹងអ្វីដែលបងធ្វើដែរ បាទ ប៉ុន្តែដល់ពេលយើងសង្កេតមើលថាអូការងារចេះស្អីគេចេះអត់មាន ហ្នឹងហើយវាពិបាក ប៉ុន្តែមិនថាអត់ហ្មងឯកាជំនាន់ខ្ញុំមានរៀមច្បងម្នាក់គាត់មកដល់ពេលឥឡូវគាត់នៅតែធ្វើខាង IoT ហ្នឹងដែរ robot បាទ គាត់ធ្វើទាំង robot របៀបហៅ min ទៀត ហ្នឹងហើយ អញ្ចឹងឃើញថាអ្វីដែលការព្យាយាមរបស់គាត់គឺពិតជាជោគជ័យមែន បាទ ហើយឃើញថាដូចជាសង្កេតឃើញមានតែបងគាត់ម្នាក់ហ្នឹងទេដែលគាត់ទៅខាងវិស័យហ្នឹងហើយជោគជ័យអញ្ចឹង ហ្នឹងហើយ ហ្នឹងហើយអញ្ចឹងយើងស្គាល់គ្នាបានច្រើនគួរសមហើយ ហើយយើងអាចនឹងចូលចំណុចបន្ទាប់ហ្នឹងចង់បើតាមខ្ញុំដឹងហ្មងឃើញបងធ្វើការច្រើនវិស័យមែនតើ បាទ ច្រើនវិស័យមែនតើរាប់តាំងពីដំបូងមាន real estate ហ្នឹងហើយ real estate មកតមានធនាគារ បាទហើយ ហើយមាន ធានារ៉ាប់រង ធានារ៉ាប់រង បាទ ហើយមាន telecom ហ្នឹងហើយ ហ្នឹងហើយឥឡូវចូលខាងអប់រំទៀត សើប្រាប់មួយ ហ្នឹងហើ ចឹ យ ងចង់ដឹងពីអាចថាជា reason មួយដែរថាហេតុអីបានយើងគួរតែចូលគ្រប់វិស័យចឹង បាទមែនតើទៅធ្វើការនឹងផ្នែក data វាមានសង្គ្រោះវិស័យណាហើយខ្ញុំចូលចិត្ត explore ខ្ញុំឆ្ងល់ចូលចិត្តឆ្ងល់ថាតើ data ប្រើក្នុងវិស័យreal estate គេប្រើដើម្បីធ្វើអីវិភាគដើម្បីគោលបំណងអីហ្នឹងហើយអញ្ចឹងកំឡុងពេលហ្នឹងគឺខ្ញុំអត់ទាន់ជា data analytics ឬក៏ data scientist អីទេប៉ុន្តែខ្ញុំរៀនពីវិធីសាស្ត្រវិភាគទិន្នន័យខ្លះដែរហើយប្រើ tool ដូចជា Excel visualization Power BI អញ្ចឹងទៅក៏ខ្ញុំបានយល់ខ្លះៗពី data របស់គេណាក៏ប៉ុន្តែចូលចិត្តឆ្ងល់ថាចុះបើវិស័យផ្សេងគេធ្វើយក data ទៅធ្វើអីអញ្ចឹងក៏ខ្ញុំmove ណាផ្លាស់ប្ដូរទៅវិស័យធនាគារហ្នឹងហើយខ្ញុំគិតថាវិស័យធនាគារគឺជាវិស័យដំបូងឯដែលធ្វើឲ្យខ្ញុំអាចថាបើកភ្នែកខ្ញុំឲ្យមើលឃើញថា data ពិតជាមានតម្លៃមែនទែនហើយពេលហ្នឹងមកគឺខ្ញុំចាប់អារម្មណ៍ដាក់ចិត្តដាក់កាយលើវិស័យទិន្នន័យហ្នឹងគឺតាំងពីពេលហ្នឹងមករហូតហើយបន្ទាប់មកទៀតខ្ញុំគិតថាក្នុងវិស័យធនាគារខ្ញុំរៀនសូត្របានច្រើនហើយប៉ុន្តែមិនទាំងអស់ទេណាគាត់ថាបានច្រើនខ្ញុំដឹងថា data នៅក្នុងវិស័យធនាគារមានគេខ្លះហើយគេយកវិភាគដើម្បីធ្វើអីbusiness គេយកទិន្នន័យយកធ្វើឲ្យគេខ្លះអញ្ចឹងខ្ញុំអាចរៀនសូត្របានដឹងច្រើនដែរហើយក៏ខ្ញុំចាប់អារម្មណ៍ថាខ្ញុំចង់ move position ដែរ to be honest ណាខ្ញុំចង់ move position ខ្លួនឯងហើយខ្ញុំចង់ទៅ explore ផ្នែកវិស័យផ្សេងពេលហ្នឹងខ្ញុំសួរខ្លួនឯងថាតើខ្ញុំគួរទៅ move ទៅវិស័យណាទៀតដែលមានទិន្នន័យបើទោះបីជាមិនច្រើនដូច bank ក៏អាចប្រហែលឬក៏អាចឲ្យយើងធ្វើការជាមួយបានអញ្ចឹងណាអញ្ចឹងក៏ខ្ញុំព្យាយាមមើលថាមានធនាគារដដែលមាន insurance មាន logistics ហើយមានtelecom ប៉ុន្តែខ្ញុំសមត្ថភាពខ្ញុំពេលហ្នឹង to be honest គឺខ្ញុំអត់ទាន់មានសមត្ថភាពដល់ telecom ទេព្រោះខ្ញុំរៀន software engineer ខ្ញុំអត់សូវយល់ពី business telecom គេត្រូវធ្វើគេខ្លះទេប៉ុន្តែខ្ញុំគិតថាbank ហើយនិង insurance វាប្រហែលគ្នាហើយបើសិនខ្ញុំ move ទៅ bank ដែរនៅតែ domain ដែរទេអញ្ចឹងក៏ខ្ញុំ read ឲ្យថាអូខេអញ្ចឹង next step គឺខ្ញុំត្រូវទៅ insurance ពេលហ្នឹងក៏ខ្ញុំកាត់ដល់ពេលដែលខ្ញុំទៅចូលធ្វើការហ្មងទៅបានន័យថាខ្ញុំបានឱកាសការងារនៅ insurance មួយកន្លែងរៀងធំដែរណាហ្នឹងហើយអញ្ចឹងក៏វាដូចអ្វីខ្ញុំពងហើយអញ្ចឹងខ្ញុំដាក់ចិត្តថាពេលដែលខ្ញុំទៅខ្ញុំនឹងទៅរៀនឲ្យបានច្រើនពី business insurance ហ្នឹងអញ្ចឹងដូចគ្នាហ្នឹងគឺខ្ញុំទៅរៀនបានច្រើនមែនទែនហើយក្រុមហ៊ុនគេផ្ដល់ឱកាសឲ្យយើងរៀនហើយយើងជួបជាមួយនឹងmanagement យើងគាត់ចូលចិត្តឲ្យយើងរៀនដែរអញ្ចឹងណាអញ្ចឹងខ្ញុំបាន explore ច្រើនពីវិស័យ insurance ហ្នឹងប្រហែលជាមួយឆ្នាំជាងខ្ញុំគិតថាអូខេ insurance ខ្ញុំយល់ដឹងច្រើនដែរហើយបានន័យថាខ្ញុំវាអត់ខុសគ្នាទេទិន្នន័យផ្សេងហ្នឹងវាប្រហែលគ្នាថាមិនដូចគ្នាទេប៉ុន្តែប្រហែលគ្នាឲ្យតែយើងយល់ពី nature of business nature of data គឺយើងអាចទៅចង់ដឹងព័ត៌មានអីពីគេ insight នៃ data ហ្នឹងយើងអាចទៅធ្វើបានហើយចុងក្រោយហ្នឹងគឺឥឡូវនេះគឺខ្ញុំ move មក telecom អញ្ចឹងទៅអញ្ចឹងមិនថាគេថាគោលដៅចុងមិនគោលដៅចុងក្រោយគោលដៅបន្ទាប់ខ្ញុំគឺ telecom អញ្ចឹងខ្ញុំគិតថាអូខេខ្ញុំអាច move បានហើយអញ្ចឹងក៏ move មកហើយក៏គេផ្ដល់ឱកាសមកដល់សប្តាហ៍ហ្នឹងទៅមួយទៀតខ្ញុំចូលចិត្ត research ខ្ញុំចូលចិត្ត research ខ្ញុំចូលចិត្តធ្វើ document ហើយខ្ញុំចូលចិត្តចែកម្លែកមកថាកន្លែងណាដែលពិបាកយល់កន្លែងណាដែលខ្ញុំពីមុនខ្ញុំឆ្ងល់ហើយគ្មានអ្នកដែលឆ្លើយសំណួរខ្ញុំបានណាគឺខ្ញុំចូលចិត្តទៅរុករកអាកន្លែងហ្នឹងហ្មង deep ទៅលើអារឿងហ្នឹងតែអញ្ចឹងខ្ញុំឃើញថាខ្ញុំយល់ហើយខ្ញុំយល់ច្បាស់ហើយខ្ញុំអាចឧទាហរណ៍ខ្ញុំអាចលើកអីផ្សេងមកធ្វើជាអំណាងបានខ្ញុំគាត់ថាតើធ្វើម៉េចដើម្បីឲ្យគេយល់ដូចខ្ញុំអញ្ចឹងខ្ញុំគាត់ថាអញ្ចឹងខ្ញុំអាចឆ្លៀតពេលធ្វើជាគ្រូបរិញ្ញាទៅឬក៏អ្នកចែកម្លែកអីចឹងទៅពេលហ្នឹងក៏អត់តន់ភ្លាមចេញជាអ្នកចែកម្លែកឬក៏គ្រូបរិញ្ញាអីដែរហើយ
បច្ចៈដែរខ្ញុំមិនមែនចំណេះដឹងពងពោះអីទេគាត់ថាខ្ញុំចូលចិត្ត research ចូលចិត្តរៀនសូត្របន្ថែមហ្នឹងទៅខ្ញុំចូលចិត្តធ្វើអាណាដែលទូខ្ញុំចូលចិត្តឲ្យវាយល់ពីកន្លឹះរបស់វាអញ្ចឹងថ្ងៃមួយហ្នឹងមានសាស្ត្រាចារ្យម្នាក់គាត់បណ្ឌិតដែរគាត់ហៅខ្ញុំទៅធ្វើជា assistant គាត់អញ្ចឹងខ្ញុំក៏ព្យាយាមធ្វើជាមេរៀនធ្វើអីគាត់ទៅហើយគាត់គិតថាខ្ញុំអាចទៅរួចចប់វគ្គហ្នឹងទៅក៏គេឲ្យខ្ញុំធ្វើជា lecturer បរិញ្ញាបត្រថែមទៅអញ្ចឹងវាជាឱកាសមួយដែលអាចឲ្យខ្ញុំបញ្ចេញនៅអ្វីដែលខ្ញុំចង់បញ្ចេញទៅកាន់សិស្សានុសិស្សអញ្ចឹងណាមកដល់សម្ងាយហ្នឹងអញ្ចឹងទៅអានេះជារឿងរ៉ាវមករហូតអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ថាអានេះវាជា career របស់ខ្ញុំមិនថាផាតរបស់ខ្ញុំពីមួយទៅមួយអញ្ចឹងណាហើយខ្ញុំចូលចិត្ត explore បែបហ្នឹងហើយចំពោះការ research ខ្ញុំឃើញបងអានសភៅច្រើនមែនតើសភៅកហើយនៅឃើញនៅបន្ទប់កហើយតើការ research បងបច្ចុប្បន្នហ្នឹងនៅតែផ្ដោតទៅលើការ research នៅក្នុងសភៅទេឬក៏ពីច្រើននៅក្នុងអ៊ីនធឺណិតពីមុនខ្ញុំចូលចិត្តអានសភៅច្រើនហើយខ្ញុំទទួលបានគំនិតច្រើនពីសភៅអញ្ចឹងណាដូចឧទាហរណ៍ data science អញ្ចឹងខ្ញុំធ្លាប់ទិញសភៅខ្ញុំទិញភៅខ្លះថ្លៃខ្ញុំទិញ original មកខ្ញុំចង់ដឹងថា original ហ្នឹងមិនខ្ញុំទិញពីក្រៅមក2ទៅ3ដូចជាទៅ3ក្បាលទេ400ជាងហ្នឹងហើយអញ្ចឹងពីមុនខ្ញុំអានសភៅហើយខ្ញុំបានទទួលចំណេះដឹងច្រើនប៉ុន្តែឥឡូវដោយសារតែយើងដឹងហើយអ៊ីនធឺណិតហើយ resource នៅលើអ៊ីនធឺណិត available ច្រើនហើយមិនមែនថាខ្ញុំចោលការអានសភៅទេខ្ញុំនៅតែអានដដែលហ្នឹងប៉ុន្តែបើសិនជា research លឿនគឺខ្ញុំប្រើតាមអ៊ីនធឺណិតហើយជាពិសេសដោយសារគ្នាយើងដឹងហើយgenerative AI ណាមាន ChatGPT មានអីផ្សេងៗមកច្រើនណានៅលើទីផ្សារអញ្ចឹងក៏ខ្ញុំចាប់ដើមបំលែងគេហៅថាទម្លាប់ខ្លួនឯងដែលយើងអានសភៅដើម្បី research ក្នុងសភៅមក research នៅលើអ៊ីនធឺណិតឲ្យបានច្រើនអញ្ចឹងណាប៉ុន្តែសួរថាខ្ញុំនៅតែលុបបំបត្តិការអានសភៅមិនអត់ទេខ្ញុំនៅតែអានអញ្ចឹងដែរហ្នឹងហើយដើម្បីពង្រឹងសមត្ថភាពបន្ថែមឲ្យ research នៅលើអ៊ីនធឺណិតក៏យើងនៅតែបន្តអញ្ចឹងណាហ្នឹងហើយចំពោះការ research ដឹងហើយអាហ្នឹងយើងត្រូវបត់បែនតាមបាទហ្នឹងហើយយើងចំណាយពេលអានសភៅនាំតាអានសភៅចប់ហ្នឹងគេដល់ណាហ្នឹងហើយត្រូវហ្នឹងហើយចង់ដឹងខ្លះទៀតដែរពីការផ្លាស់ប្ដូរបងតើបងត្រៀមខ្លួនមិនទៅដើម្បីផ្លាស់ប្ដូរពីមកវិស័យទៅមកវិស័យអញ្ចឹងណាបាទហើយជាបទពិសោធន៍របស់ខ្ញុំពេលដែលដូចខ្ញុំបានលើកឡើងមុនហ្នឹងអញ្ចឹងថាពេលដែលខ្ញុំចង់ផ្លាស់ប្ដូរពីមួយទៅមួយគឺខ្ញុំមើលសន្តិផ្សារហើយមួយទៀតខ្ញុំត្រូវធៀមខ្លួនវាអាចថាជា technique របស់ខ្ញុំមួយដែរហើយខ្ញុំជាទូទៅនៅពេលដែលខ្ញុំចង់បដូរទៅកន្លែងណាមួយណាតាក់ទងការងារខ្ញុំមើល JD ខ្ញុំធ្វើ research បើថាខ្ញុំទៅ screen ឬក៏ scraping ណាទាំងអស់គ្នាជា web developer ដឹង web scraping ណាទៅយក JD របស់តាម web 3មួយចំនួនដែលជាពិសេសស្ថាប័នក្រុមហ៊ុនដែលគេរើសបុគ្គលិកណាអញ្ចឹងខ្ញុំយកមកខ្ញុំថាឥឡូវហ្នឹងទីផ្សារ data ហ្នឹងមានច្រើនអត់ឬក៏ទីផ្សារតាក់ទង data ហ្នឹងវាមាន data scientist data engineering data analytics ឬក៏មានផ្សេងច្រើនអញ្ចឹងខ្ញុំយកមកខ្ញុំ scrap មកខ្ញុំធ្វើជាការវិភាគទិន្នន័យរបស់ខ្ញុំណាខ្ញុំមើលឃើញឥឡូវតម្រូវការទីផ្សារដូច data scientist ច្រើនឬក៏ data engineering data analytics ច្រើនត្រូវការហើយបន្ទាប់មកខ្ញុំទៅមើលថាឥឡូវ JD គេត្រូវការគេខ្លះខ្ញុំទៅរកមើល JD របស់គេមកខ្ញុំវិភាគcommonly ខ្ញុំរកមើលថាភាគច្រើនត្រូវចេះប្រើ tool ដូចជា BI tool ណា business intelligence SQL Python database knowledge business domain knowledge អីចឹងណាអញ្ចឹងខ្ញុំយកមកខ្ញុំគិតថាcommon requirement គឺស្តៀងគ្នាទេក៏ប៉ុន្តែ problem solving ខ្ញុំគិតថាប្រហែលវាអាចខុសគ្នាតាមស្ថាប័នឬក៏តាមវិស័យនៃ industry របស់គេចឹងទៅតែខ្ញុំគិតថា fine អត់អីខ្ញុំអាចចូលទៅខ្ញុំរៀនសូត្រពីវិស័យហ្នឹងបានតែអ្វីដែលសំខាន់ខ្ញុំត្រូវមានចំណេះដឹងពាក់ព័ន្ធនឹងអ្វីដែលគេត្រូវការហ្នឹងចឹងណាអញ្ចឹងខ្ញុំចាប់ដើមរៀនខ្លួនឯងទៅខ្ញុំរៀនបន្ថែមរៀនតាមដូចជាពីចុះខ្ញុំចូលចិត្តរៀនពីមុនខ្ញុំអត់តន់ស្គាល់ Coursera ខ្ញុំរៀនតាម YouTube ប៉ុន្តែ YouTube ពិបាករកវីដេអូដែលចំចំណុចដែលយើងចង់បានដែរប៉ុន្តែបើសិនយើងទៅរៀនតាមe-learning ផ្សេងដូចជា Coursera Udemy អីគឺមាន specific course គឺល្អមែនតែប៉ុន្តែគាត់ថាយើងត្រូវ pay អញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏ខ្ញុំគិតថាអូខេឥឡូវបើសិនជាខ្ញុំចង់មួយខ្ញុំត្រូវ invest ខ្លះហើយខ្ញុំត្រូវទិញ account រៀនអញ្ចឹងទៅដល់ពេលខ្ញុំរៀនទៅខ្ញុំអាចទទួលបានចំណេះដឹងច្រើនពីអាហ្នឹងណាខ្ញុំចាប់អារម្មណ៍ក៏ខ្ញុំ keep learning ពីអាហ្នឹងទៅហើយមួយទៀតខ្ញុំ set គោលដៅរបស់ខ្ញុំអូខេឥឡូវ3ខែទៀតខ្ញុំត្រូវ move ហើយឬក៏6ខែ3ខែខ្ញុំត្រូវធ្វើអីគេខ្លះ
research តាក់ទង job របស់ហ្នឹង JD ហ្នឹងខ្ញុំត្រូវច្បាស់ tool ឲ្យត្រូវប្រើខ្ញុំត្រូវច្បាស់តបមកខ្ញុំត្រូវ prepare CV ណា to be honest prepare CV ហើយយើងត្រូវ rehearse ខ្លួនឯងតបមកដល់ថ្ងៃខ្ញុំត្រូវ submit ទៅជាប់ក៏គេទេហៅថាបើគេចាប់អារម្មណ៍យើងគេទេហៅទៅសម្ភាសទៅតែបើអត់ទេតាមជាក់ស្ដែងចឹងទៅប៉ុន្តែ mostly ដូចជាមិនដែល fail ទេភាគច្រើនណាភាគច្រើនដែល fail ទេឲ្យតែខ្ញុំចង់ទៅគឺខ្ញុំត្រូវ prepare ហើយគឺតាម technique ខ្ញុំរបស់ខ្ញុំហ្នឹងគឺតែងតែជោគជ័យតាមអ្វីដែលខ្ញុំចង់បានចឹងណាហ្នឹងហើយ អូខេឃើញថាការរៀបចំខ្លួនបានគួរសមដែរព្រោះអីខ្ញុំគាត់ថាយើងអាចនឹង perfect ឯ plan រៀបចំតាំងពីខ្លួនរៀបចំតាំងពី technique tool ដែលត្រូវប្រើមុន3ខែអញ្ចឹងគាត់ថាយើងអាចរៀនបានច្រើនបាទច្រើន3ខែអាចថាគេឃើញអំពីការព្យាយាមរបស់យើងអញ្ចឹងគេអាចនឹងវាពិបាកនឹង face ទៀតហ្នឹងហើយខ្ញុំគាត់ថានេះជាបទពិសោធន៍មួយល្អមែនទែនសម្រាប់អ្នកដែលគាត់ចង់ចាប់ផ្ដើមការងារមិនថាយើងផ្លាស់ប្ដូរហើយយើងទើបតែចាប់ផ្ដើមរកការងារដំបូងក៏យើងគួរតែរៀបចំខ្លួនឲ្យបានបាទហ្នឹងហើយត្រូវព្រោះវាសំខាន់ដែរ background អត់មានហើយយើងអត់បានត្រៀមខ្លួនទៀតសួរអីអត់ចេះទៀតជាពិសេសគឺ requirement ទៅលើ description ការងារហ្នឹងហើយយើងត្រូវដឹងរបៀបគេត្រូវការអីខ្លះយើងត្រូវមានរបស់ទាំងអស់ហ្នឹងដែរបាទហើយដោយសារតែឥឡូវហ្នឹងយើងដឹងហើយថាទីផ្សាររៀងវាក់គួរសមដែរគួរប្រជែងឥឡូវហ្នឹងហើយណាមួយទី1សេដ្ឋកិច្ចទី2គឺ AI បាទអញ្ចឹងបើសិនជាយើងរៀងស្ទើយើងអត់បានត្រៀមខ្លួនខ្ញុំគិតថាឱកាសយើងវាកាន់តែខើទៀតហ្នឹងហើយអញ្ចឹងអាចជាមតិយោបល់បងអាចមានអីបន្ថែមទៀតទៅលើរបៀបថាបច្ចុប្បន្នហ្មងអូខេហ្នឹងហើយបងមាន tip តិចហ្នឹងហើយដូចរតនៈបានលើកឡើងអញ្ចឹងគឺត្រូវហើយចំណុចដែលថាទីផ្សារយើងរៀងចាប់ដើមជង្អៀតទៅបានន័យថាយើងសម័យទៅថាមួយឆ្នាំសិស្សនិស្សិតច្រើនហើយឥឡូវខ្ញុំអត់និយាយលើវិស័យផ្សេងនិយាយតែវិស័យ data ចុះក្រុមហ៊ុនត្រូវការច្រើនមែនប៉ុន្តែបើ compare ជាមួយនឹងតម្រូវការចាក់ស្ដែងដែល resource ដែលយើង graduate ពីសាលាមកច្រើនណាព្រោះសាលាមួយសិស្ស data science អីហ្នឹងគឺមិនតិចទេខ្ញុំវាយអួរចោះថាជាមធ្យមតូចក៏50ទៅ60នាក់ដែរក្នុងមួយសាលាណាតែអាចលឿនហ្នឹងហើយមួយទៀតសំខាន់ AI ទៀតយើងអ្នកវិភាគទិន្នន័យហើយដល់ពេល AI វាអាចវិភាគឲ្យយើងដែរឥឡូវយើងត្រូវប្រកួតជាមួយគ្នាយើងជា human ហើយត្រូវប្រកួតជាមួយនឹងបច្ចេកវិទ្យា AI ទៀតអញ្ចឹងដើម្បីត្រៀមខ្លួនក្នុងវិស័យនេះតែអានេះជាសារសម្រាប់បងប្អូនសិស្សនិស្សិតណាគាត់ត្រូវប្រឹងរៀនគឺថាអត់អាចលេងសើចបានទេប្រឹងរៀនមកថាឥឡូវបើច្បាស់ថា data scientist ត្រូវតែរៀន data scientist ឲ្យច្បាស់មក AI ដាក់ AI machine learning ដាក់ machine learning ឲ្យច្បាស់ហើយយើងហាត់ចុះបើខ្ញុំបកកែហើយយើងគិតថាខ្លួនយើងបកកែហើយខ្ញុំទៅប្រគួតមួយ AI មិនតែពិតមែនតើទៅជាអ្វីដែលខ្ញុំ observe មើលណាបើទោះបីជា AI រីកចម្រើនខ្លាំងក៏ពិតមែនខ្ញុំទូស្គាល់ក៏ប៉ុន្តែក្រុមហ៊ុនមួយភាគច្រើនគឺគេអត់ទាន់អាចយក solution ទាំងអស់ហ្នឹងយកមកប្រើប្រាស់នៅក្នុងវិស័យរបស់គេឲ្យបាន 100% នៅឡើយអាចថាត្រឹមតែ 10% ទៅ 20% តែប៉ុណ្្នឹងឯងពីព្រោះអីវាមានបញ្ហាច្រើនព្រោះយើងដឹងហើយ AI វាត្រូវការទិន្នន័យហើយក្រុមហ៊ុនមួយគេមិនអាចឲ្យទិន្នន័យរបស់គេត្រូវបាន AI train ហើយវាអាចថាមានបញ្ហាតាក់ទងនឹង data leakage ឬក៏ data breach អញ្ចឹងទៅអញ្ចឹងចង់មិនចង់គេនៅត្រូវការ human យកមកធ្វើការអញ្ចឹងឯងអញ្ចឹងជាសិស្សនិស្សិតយើងត្រូវការរៀបចំខ្លួនឯងបានល្អ AI អាចធ្វើឲ្យបានយើងក៏អាចធ្វើនឹងបានដែរគាត់ថា AI វាខ្លាំងជាងយើងដោយសារវាគិតបានលឿនហើយវាអាចទិន្នន័យវាច្រើនអញ្ចឹងវាអាចវិភាគបានលឿនជាងយើងក៏ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងថាក្រុមហ៊ុនគេមិនទាន់អាចយកអា solution អស់ហ្នឹងមកប្រើ 100% បានទេនៅតែត្រូវការគ្នាយើងអញ្ចឹងហើយយើងត្រូវដឹង AI មនុស្សអ្នកបង្កើតអញ្ចឹងចង់ក៏នៅតែត្រូវការមនុស្សទៅធ្វើការដែរអញ្ចឹងណាគាត់ថាផ្នែកខ្លះបើសិនយើងអត់បានចាប់អារម្មណ៍ទេវាអាចនឹងជះឥទ្ធិពលដល់ការងាររបស់យើងដែរហ្នឹងហើយវាជារឿងមួយដែលយើងត្រូវព្រួយបារម្ភដែរមិនជាការដាក់សម្ពាធការនិយាយទៅធ្វើឲ្យគាត់ភ័យខ្លាចអីទេប៉ុន្តែយើងត្រូវដឹងថាយើងត្រូវតែ ready ហ្មងហ្នឹងហើយ ready សម្រាប់ទីផ្សារព្រោះយើងរៀនដើម្បីទីផ្សារបើសិនជាអ្នកដែលគាត់រៀនដើម្បីធ្វើ business បញ្ហាទេខ្វល់ហ្នឹងហើយតែបើសិនយើងរៀនដើម្បីការងារទទួលបាននៅការងារមួយច្បាស់លាស់បាទហើយយើងត្រូវខ្វាយខ្វល់តាមមិនតាន់នៅទីផ្សារនៅពេលបច្ចុប្បន្នហើយ
គ្រប់វីដេអូគ្រប់ podcast អស់ខ្ញុំតែងតែ mention ទៅលើចំណុចហ្នឹងព្រោះវាជាការព្រួយបារម្ភ បាទ ពីអ្វីដែលយើងអាចមើលឃើញណាទោះជាវាអាចថាប៉ិតឬមិនប៉ិតក៏យើងបានត្រៀមខ្លួនមុនដែរ បាទ ហ្នឹងហើយ ត្រូវហើយ ហ្នឹងហើយអានេះជាយើងចំណុចបន្ថែមទេឥឡូវយើងអាចថាបកវិញអូកុំតាបកទៅវិញខ្ញុំចង់ដឹងដែរថាខាង data បងយើងអាចប្រើ AI ដើម្បីជួយការងារយើងបន្ថែមបានទេ ជាក់ស្ដែងមែនទែនទៅយើងអាចប្រើបាននិយាយទៅ AI ក្នុងវិស័យទិន្នន័យគឺពិតជាមានសារៈប្រយោជន៍ណាជាក់ស្ដែងចំពោះខ្ញុំអញ្ចឹងទៅដែលពីមុនដូចថាឥឡូវខ្ញុំមានទិន្នន័យ data set មួយហើយខ្ញុំអត់យល់ថាហ្នឹងអីទេខ្ញុំគ្រាន់ដឹងថាអូខេយើងមាន feature អីគេខ្លះព័ត៌មានអីគេខ្លះដែលយើងមានប៉ុន្តែវាជាលក្ខណៈ data ទេវាមិនមែនតន់ជា information ទេលុះត្រាតែយើងយក data ហ្នឹងទៅវិភាគបូកមួយ context បូកមួយ parameter ផ្សេងៗទៅវាអាចចេញជា insight ដែលយើងអាចថាអូខេយើងយក insight ហ្នឹងដើម្បីធ្វើការសម្រេចចិត្តអញ្ចឹងណាអញ្ចឹងសម័យថាឥឡូវថាសម័យថាខ្ញុំធ្វើការនៅលើវិស័យអីមួយផ្សេងចុះទៅថា logistics ចុះខ្ញុំមិនដែលដឹងទៅពីវិស័យពេទ្យទេតើវិភាគយ៉ាងម៉េចដឹងថាអ្នកជំងឺហ្នឹងគាត់គួរតែប្រើថ្នាំអីអញ្ចឹងណាអញ្ចឹងបើសិនមាន AI ខ្ញុំអាចលឿនខ្ញុំគ្រាន់តែប្រាប់ context ទៅថាឥឡូវខ្ញុំមានទិន្នន័យ ABCD ហើយទិន្នន័យហ្នឹងគឺ context វាគឺជាទិន្នន័យរបស់សុខាភិបាលអញ្ចឹងណាអានេះខ្ញុំជាឧទាហរណ៍ណាមិនមែនថាខ្ញុំមានទិន្នន័យហ្នឹងខ្ញុំក៏ជាឧទាហរណ៍ទេប៉ុន្តែក៏មានតែទិន្នន័យគេហៅ open data យើងអាចទៅ download បានទេព្រោះអាហ្នឹងគេបើកឲ្យយើងទៅយកមកសិក្សាស្រាវជ្រាវទេគាត់ purpose គឺ learning study ណាវាអត់បញ្ហាទេកុំឲ្យតែយើងទៅយកទិន្នន័យចាក់ស្ដែងពីស្ថាប័នគេមកហើយយើងយកមកធ្វើអញ្ចឹងវាអាចថាsensitive data គឺយើងអាចថាមានបញ្ហាតែនេះគឺជាទិន្នន័យដែលគេបើកឲ្យ public ទូទៅយើងអាចយកទៅអ្នកសិក្សាអ្នក research គាត់ទៅយកដើម្បីយកមកសិក្សាបន្ថែមអញ្ចឹងណាអញ្ចឹងខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំស្រឡាញ់ខ្ញុំថាខ្ញុំចង់ថាវិស័យdata នៅក្នុងវិស័យសុខាភិបាលហ្នឹងគេអាចធ្វើគេបានខ្លះវិភាគទៅលើអីអញ្ចឹងខ្ញុំអត់ដឹងទេណាអញ្ចឹងខ្ញុំបើខ្ញុំទៅអង្គុយស្រាវជ្រាវវាអាចត្រូវការពេលយូរខ្ញុំត្រូវទៅសួរ doctor សួរពេទ្យអញ្ចឹងច្រើនណាខ្ញុំសួរ AI ប៉ុន្តែខ្ញុំមិនមែនថាខ្ញុំជឿ AI 100%ទេណាខ្ញុំត្រូវ validate ដែរខ្ញុំសួរដែរខ្ញុំថាឥឡូវខ្ញុំមានទិន្នន័យហ្នឹងបានមកពីវិស័យសុខាភិបាលមាន feature អីមួយចំនួនដែលវាមានសារៈប្រយោជន៍ក្នុងការវិភាគរបស់ខ្ញុំណាប៉ុន្តែខ្ញុំមិនដឹងថាត្រូវវិភាគអីទេខ្ញុំមិនដឹងថាតើខ្ញុំអាចទទួលបានព័ត៌មានអីចេញពី data ហ្នឹងទេខ្ញុំសួរទៅប្រាប់ context ប្រាប់ feature ដែលខ្ញុំមានហ្នឹងទៅអញ្ចឹងវា recommend ឲ្យខ្ញុំថាអូខេអ្នកឯងអាចវិភាគទៅលើតើអ្នកជំងឺហ្នឹងអាចនឹងមានជំងឺឧទាហរណ៍ទឹកនោមផ្អែមចុះវិភាគទៅលើ feature ទាំងអស់ហ្នឹងថាគាត់មានសម្ពាធឈាមប៉ុណ្ណេះគាត់មានជាតិស្ករក្នុងឈាមប៉ុណ្នេះយើងក្នុងពេទ្យគេមានអាកលឹម feel អីហ្នឹងណាអញ្ចឹងគាត់ AI ប្រាប់យើងមកអញ្ចឹងប៉ុន្តែខ្ញុំអត់តន់ជឿ 100% ទេណាខ្ញុំទៅអានសភៅតាក់ទងសុខាភិបាលឬក៏ search បន្ថែមលើ Google អីចឹងណាដើម្បី validate កុំឲ្យថាយើងជឿតែ AI សុទ្ធវាអត់ល្អអញ្ចឹងណាអញ្ចឹងខ្ញុំ validate ហើយពេលខ្លះខ្ញុំអាចសួរដល់ពេទ្យទៀតខ្ញុំសួរដល់បងបើសិនយើងមានកម្រិតហ្នឹងតើវាអាចប៉ះពាល់ឲ្យគេអញ្ចឹងពេទ្យក៏អាច consultant មួយយើងណាហើយជាពិសេសពេលខ្ញុំទៅពិនិត្យសុខភាពផ្ទាល់ខ្លួន6ខែម្ដងខ្ញុំទៅហើយអញ្ចឹងគេចេញ result មកឲ្យហើយអញ្ចឹងខ្ញុំមើលអា column field ហ្នឹងតែគេមិនមែនដាក់ជា structure ឲ្យយើងគេគាត់ថា tick ទេខ្ញុំចាំយល់អូអាហ្នឹងអញ្ចឹងបាននៅក្នុង data ដែលខ្ញុំ work ថ្ងៃមុនហ្នឹងគឺថាអានេះប៉ុណ្ណេះហើយគេមានហ្មងថាបើសិនជាកន្លែងហ្នឹងលើសឬក៏លើសយ៉ាងម៉េចគឺលើសឬក៏ខ្វះគឺវាគេដាក់ bold ហើយដិតឲ្យយើងចាប់អារម្មណ៍ហើយគេនឹងបញ្ជាក់ប្រាប់យើងថាអូនឯងខ្វះនេះខ្វះនោះអញ្ចឹងទៅហើយបើលើសនេះបើថាលើសជាតិអាស៊ីតទៅវាអាចថាមានបញ្ហាអីអញ្ចឹងទៅអញ្ចឹងនៅក្នុង data ហ្នឹងវាដូចគ្នាហើយអញ្ចឹងបើថាខ្ញុំគាត់ថាអូអញ្ចឹង AI ពេលខ្លះខ្ញុំជឿថា 60% ចុះតាក់ទងនឹងអ្វីដែលខ្ញុំធ្វើហ្នឹងណាខ្ញុំគាត់ថាអូជួយខ្ញុំបានច្រើនអញ្ចឹង based on អ្វីដែលខ្ញុំបានធ្វើហ្នឹងខ្ញុំ apply គ្រប់វិស័យទាំងអស់ទោះបីខ្ញុំធ្វើវិស័យ telecom ក៏ដោយខ្ញុំអាចទៅដឹងពីវិស័យផ្សេងបានទៀតប៉ុន្តែខ្ញុំមិន expert ទេបញ្ជាក់ខ្ញុំមិនជា expert ទេប៉ុន្តែបើសិនខ្ញុំចង់ដឹងគឺខ្ញុំអាចដឹងពីព្រោះអី AI គឺ assistant របស់ខ្ញុំហើយប៉ុន្តែចង់ច្បាស់គឺខ្ញុំត្រូវ validate មួយ expert នឹងដដែលទេហ្នឹងអញ្ចឹងហ្នឹងហើយយើងដឹងថា AI អាចជួយបានអាចថាគ្រប់សឹងគ្រប់វិស័យទេបាទប៉ុន្តែរឿងថាគុណភាព
ហ្នឹងហើយ នៃការជួយនឹងកម្រិតណាគឺតតែយើងអ្នកប្រើនឹងដែរ បាទតើយើងអ្នកប្រើ ហ្នឹងហើយយើងត្រូវដឹងថាតើលទ្ធផលដែល AI បានជួយយើងហ្នឹងអាចយកជាការបានអត់ បាទ មិនមែនគ្រប់result បានពី AI មកយើងដឹងតែយកមក យ៉ាត្រូវហើយ បានទាំងអស់ហើយ ហ្នឹងហើយហ្នឹងហើយ ហ្នឹងហើយអញ្ចឹងវាជាចំណុចសំខាន់មួយដែរមិនថាតែខាង data បងហ្នឹងសូម្បីតែយើងប្រើធម្មតាក៏ដោយយើងជាលក្ខណៈ general បាទ ព័ត៌មានដែលយើងចង់សួរចង់ដឹងអំពី AI ហ្នឹងចេះតែយើងយកមកយើងឲ្យបានមើល resolve ថាវាយកពីណាមកទេ ហ្នឹងហើយ វីដេអូមុនខ្ញុំធ្លាប់បាននិយាយជាមួយនឹងបងម្នាក់ដែរយើងនិយាយពីចំណុចល្អនិងចំណុចមិនល្អរបស់ AI អញ្ចឹងណាហ្នឹងហើយហើយក៏យើងshare បទពិសោធន៍គ្នាថាយើងដឹងហើយថា AI វាយក data មកដើម្បីបង្ហាញយើង បាទ ហើយដល់ពេល data ហ្នឹងមនុស្សអ្នកបង្កើតមនុស្សអ្នក input យ៉ា ដល់ពេលមនុស្ស input data ខុសអញ្ចឹងយើងទទួលបានលទ្ធផលក៏ខុសដែរ ហ្នឹងហើយហ្នឹងហើយ អញ្ចឹងអាហ្នឹង resource ហ្នឹងក៏វាជាចំណុចសំខាន់ដែរ បាទ ហើយខ្ញុំជឿថាបងធ្វើខាង data អញ្ចឹងបងដឹងច្បាស់មែនតើទៅលើលទ្ធផលដែលវា respond ទៅវិញថាវាពឹងផ្អែកទៅលើអីទើបវាអាចផ្ដល់លទ្ធផលឲ្យយើងពោះ បាទ AI មែនប៉ុន្តែវាពឹងលើ data ហ្នឹងហើយ ន័យបើអត់ទៅន័យទេវាអត់មានអាចផ្ដល់ឲ្យយើងបានទេ យ៉ាខ្ញុំបញ្ជាក់ឡើងបន្តិចបើអ្នកដែលរៀន AI engineer ឬក៏ machine learning engineer គាត់យល់ហើយ បាទ អាហ្នឹងជាទូទៅគ្រូតែនិយាយ garbage in garbage out បើសិនយើងដាក់សម្រាប់ចូលក្នុង model របស់ AI យើងឬក៏ machine learning យើងអ្វីដែលវា produce ចេញមកហ្នឹង result ក៏ជាសម្រាប់ដែរអញ្ចឹងណាអញ្ចឹងវាសំខាន់មែនតើនៅពេលដែលយើងទៅដាក់ទិន្នន័យចូលក្នុង AI ឬក៏ model ឬក៏ machine learning យើងហ្នឹង make sure ថាយើង clean វាឲ្យស្អាត ហ្នឹងហើយតើអារបៀបហ្នឹងអាហ្នឹងបើអ្នកដែលរៀនខាង technique ខាង AI ML ហ្នឹងគឺគាត់ដឹងថាត្រូវ clean មិនអីមកអញ្ចឹងណាអញ្ចឹងប៉ុន្តែយើងអត់ប្រកាសទេថាដូច ChatGPT អញ្ចឹងវាសំបីតែការ prompting យើងក៏វា take as អាហ្នឹងជា input ដែរអញ្ចឹងវាទៅ learn ពីអា key question user ម្នាក់សួរ AI អញ្ចឹងទៅវាអាហ្នឹងក៏វា learn ពីអស់ហ្នឹងអញ្ចឹងអ្នកខ្លះសួរសំណួរអាក្រក់ៗអញ្ចឹងទៅគាត់ទនេគាត់សួរសំណួរណាដែលគេហៅ stupid question ណា អញ្ចឹង AI ក៏វាព្យាយាមគិតដែរទោះបីជាវាមិនត្រូវ 100% ប៉ុន្តែវាគិតដែរណាវា machine វាដូចតែវា kind of human brain យើងដែរទេគាត់ថាវាគិតត្រូវខុសយើងជា human ជាអ្នក validate ជាអ្នកសម្រេចទេអញ្ចឹងប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងថាបើសិនយើងដាក់ garbage ចូលក្នុងនោះចេញមកក៏ garbage ដែរហើយដឹងហើយថាតែយើងយក garbage ទៅធ្វើអីវាប៉ះពាល់វាអត់មានបានប្រយោជន៍អីទេវាមានតែចាស់អត្តពលមិនល្អវិញអញ្ចឹងណាបាទ ឥឡូវយើងរៀងបន្ថែមទៅលើ AI ទៅប៉ុណ្្នឹងបាទហ្នឹងហើយអញ្ចឹងដោយសារតែវាភ្ជាប់មួយបងធ្វើ data អញ្ចឹងចង់ដឹងពី perspective របស់បងខ្លះដែរព្រោះ AI វា relate មួយ data បាទ ហ្នឹងហើយយើងបកមកវិញខ្ញុំឃើញបងរវល់ច្រើនមែនតើទៅលើការងារផងការរៀនសូត្រផងការ research ផងហើយឃើញបងមានរៀនខុសបន្ថែមទៀតដូចមិញអញ្ចឹងខុសសារ៉ាឃើញមាន certificate បន្តរហូតតើមានកត្តាអីដែលជំរុញឲ្យបងបន្តរៀនអានោះបន្តរហូតខ្ញុំគិតថាអាចថាមកពីចំណងចំណូលចិត្តខ្ញុំដែរបាទចំណងចំណូលចិត្តតាំងពីរៀនវិទ្យាល័យមកគឺខ្ញុំចូលចិត្តរៀនហើយអញ្ចឹងទៅវាអាចថាខ្ញុំបន្តទម្លាប់ល្អនឹងរហូតមកដល់បច្ចុប្បន្នអញ្ចឹងណាហ្នឹងហើយអ្នកណាក៏រវល់ដែរខ្ញុំជឿជាក់ថាគ្រប់គ្នាសិតតែរវល់ប៉ុន្តែបើសិនយើងអាចគ្រប់គ្រងពេលវេលាយើងបែងចែកពេលវេលាឲ្យបានល្អយើងនឹងអាចគ្រប់គ្រងវាបានល្អហើយបានន័យថាបើសិនយើងចង់ធ្វើអីមួយដែលជាការចាប់អារម្មណ៍របស់យើងជាការស្រឡាញ់របស់យើងនឹងទោះបីរវល់យ៉ាងណាក៏ដោយក៏យើងត្រូវតែចំណាយពេលគេហៅថា reserve ពេលវេលាហ្នឹងគឺសម្រាប់ការរៀនសូត្រហ្នឹងឯងអញ្ចឹងខ្ញុំមានពេលក្នុងមួយថ្ងៃដូចថា24ម៉ោងអញ្ចឹងពេលសម្រាប់គេគឺខ្ញុំបែងចែកតាមជាក់ស្ដែងទៅពីច្រើនខ្ញុំគិតសុខភាពដែរហើយបើសិនជាពេលសម្រាប់រៀនមួយថ្ងៃតូចក៏1ម៉ោងដែរណាអញ្ចឹងពីច្រើនគឺខ្ញុំរៀនពេលថ្ងៃពេលម៉ោងបាយព្រោះខ្ញុំគិតថាខ្ញុំអត់មានពេលរៀនទេព្រោះវឹកឡើងធ្វើការចេញញ៉ាំបាយចូលធ្វើការវិញអញ្ចឹងខ្ញុំអត់មានពេលរៀនទេអញ្ចឹងខ្ញុំឆ្លៀតពេលកំឡុងពេលដែលញ៉ាំបាយហ្នឹងញ៉ាំបាយបណ្ដើមើល Coursera បណ្ដើស្ដាប់បណ្ដើអញ្ចឹងទៅកន្លែងណារៀងជក់ចិត្តអញ្ចឹងទៅបាយភ្លេចបាត់ហើយអាចថាអង្គុយមើលអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលហ្នឹងហើយមួយទៀតជាទូទៅខ្ញុំតែធ្វើគម្រោងទុកមុនឧទាហរណ៍ថ្ងៃណាឈប់មុនអញ្ចឹងណាថ្ងៃណាមានថ្ងៃឈប់នឹងមានថ្ងៃឈប់ខ្ញុំគិតថាឧទាហរណ៍ស្អែកនឹងមានថ្ងៃឈប់អញ្ចឹងតែស្អែកខ្ញុំនឹងត្រូវធ្វើអីអញ្ចឹងខ្ញុំរៀបចំ schedule ខ្ញុំទៅសេហ្មង to do doing ហើយនឹង done អញ្ចឹងស្អែកបើថាស្អែកខ្ញុំត្រូវធ្វើអីគេ to do ត្រូវរៀនមុខវិជ្ជានេះ
thời an sẽ phơi màn vấn này bớt giờ miền ca nghe thời chụp kia chụp là chụp sơ chụp mật phe chụp cái lại ca nghe xem nhom allocate time nhom sập chẳng đó máu nhom cứ nhom ở cái hai tha waste time đấy cứ pê vào giống cứ tự tam order như tự time management សំខាន់ បាទ ហើយដូចបងបញ្ជាក់មិនអញ្ចឹងដោយសារតែយើងស្រឡាញ់ ហ្នឹងហើយ ទើបយើងនៅបន្តរៀនហើយវាជាចំណុចមួយដែរដូចខ្ញុំអញ្ចឹងធ្វើវីដេអូពេលខ្លះពេលសម្រាប់នេះ ហ្នឹងហើយ ទៅ enjoy ដើរលេងកំសាន្ត បាទ ដេកអត់ធ្វើអីដេកក៏វាទៅបានដែរ ហ្នឹងហើយ ប៉ុន្តែដោយសារតែយើងស្រឡាញ់យើងចង់ចែករំលែកខ្លះដែរ បាទ អញ្ចឹងទៅបាទយើងយក reason ហ្នឹងមកដាក់ជាកម្លាំងចិត្តក្នុងការធ្វើវា បាទ ហើយខ្ញុំគិតថាការងារក៏ដោយដូចបងរៀនអញ្ចឹងឲ្យតែយើងមានចំណងយើងប្រកាសជាមានមូលហេតុដែរ បាទ ហ្នឹងហើយដើម្បីជំរុញបន្ថែមហើយឃើញបងរៀនអញ្ចឹងបងរៀនមួយថ្ងៃពេលខ្លះបើសិនតនេរៀនមួយថ្ងៃបញ្ចប់មកឬក៏យើងរៀនតិចតិច អត់ទេរៀនតិចជាទូទៅនៅលើ e-learning platform គេមាន schedule ហើយអញ្ចឹងយើងអាច analyze លើ schedule យើងថាឥឡូវឧទាហរណ៍បើសិនខ្ញុំរៀន course ហ្នឹងគេប្រាប់យើងថា7ម៉ោងអញ្ចឹងបើយើងមួយថ្ងៃ1ម៉ោងអាចថា7ថ្ងៃគឺចប់ហើយអញ្ចឹងខ្ញុំមិនដែរដាក់មួយថ្ងៃ1ម៉ោងទេព្រោះខ្ញុំដឹងថាពេលវេលារបស់ខ្ញុំមួយថ្ងៃ1ម៉ោងគឺអាចសម្រាប់រៀនហ្នឹងប្រហែលជាវាមិនអាចគ្រប់1ម៉ោងទេអញ្ចឹងខ្ញុំដាក់ឧទាហរណ៍ឥឡូវមួយថ្ងៃខ្ញុំ maximum ថា45នាទីចុះអញ្ចឹងខ្ញុំគុណទៅថាឥឡូវខ្ញុំត្រូវចំណាយប៉ុន្មានថ្ងៃអញ្ចឹងនៅក្នុងនោះចាក់ស្ដែងគេដាក់7ថ្ងៃតែចាក់ស្ដែង4 10ថ្ងៃទេបើខ្ញុំបញ្ចប់ប៉ុន្តែទោះយ៉ាងណាក៏ខ្ញុំអត់ចោលដែរបើថាទោះបីជាយឺតលឿនមិនក៏អត់បញ្ហាដែរប៉ុន្តែវាអាស្រ័យទៅតាមចាក់ស្ដែងគឺថាថ្ងៃខ្លះថ្ងៃសៅរ៍អាទិត្យអញ្ចឹងខ្ញុំទៅនេះខ្ញុំបុករៀនហ្មងជួនកាលខុសខ្លះ7ម៉ោងខ្ញុំទៅរៀនមួយថ្ងៃ45នាទីអាចថា6 7ថ្ងៃអញ្ចឹងណាតែរៀនថ្ងៃអាទិត្យថ្ងៃសៅរ៍2ថ្ងៃចប់ហើយព្រោះវាខ្លះយើងជក់ចិត្តណាទៅចេះចង់បន្តទៅចប់អញ្ចឹងទៅហ្នឹងហើយ ចំពោះ course ទាំងអស់ហ្នឹងបងរៀនហើយបងបានអនុវត្តទាំងអស់ឬក៏យើងគ្រាន់តែរៀនឲ្យដឹងខ្លះ course ខ្ញុំអាចនិយាយថាក្នុងចំណោម 100% 80% ខ្ញុំអាចអនុវត្តពីព្រោះអ្វីដែលខ្ញុំរើសយកមករៀនហ្នឹងគឺសិតតែជាអ្វីដែលខ្ញុំឆ្ងល់អ្វីដែលខ្ញុំចង់ដឹងបន្ថែមដើម្បីយកមក improve ការងារយើងបច្ចុប្បន្នព្រោះអាចនិយាយថាការរៀននេះវាមិនមែននឹកឃើញចេះរៀនទេទីមួយពាក់ព័ន្ធនឹងការចង់ដឹងវាត្រូវហើយមួយទៀតតាក់ទងនឹងការងារជាក់ស្ដែងរបស់យើងពេលខ្លះគេនិយាយថាអីគេទៅ feature engineering ខ្ញុំអាច research បានទេប៉ុន្តែជាក់ស្ដែងស៊ីជម្រៅខ្ញុំអត់ដឹងទេអញ្ចឹងខ្ញុំត្រូវការពេលតនេអញ្ចឹងខ្ញុំថាតើហេតុអីបានត្រូវមានអាហ្នឹងហើយគេធ្វើឲ្យគេខ្លះហើយហេតុអីបានជឿជាក់ថាវិធីសាស្ត្រហ្នឹងធ្វើទៅ accuracy កម្រិតនៃការជឿទុកចិត្តថាយើងជ្រើសរើសយកមកវិភាគហ្នឹងត្រូវឬយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងវាត្រូវការរៀនស៊ីជម្រៅអញ្ចឹងបានយើងអាចគេហៅថាខ្លាំងណានិយាយស្រួលស្ដាប់ចុះមិនអ្នកណាក៏អាចដឹងដែរ AI បណ្ណាក៏អាចបញ្យល់បានដែរ machine learning បណ្ណាក៏អាចបញ្យល់បានក្មេងសំបីសិស្សខ្ញុំមួយថ្ងៃទី12ក៏អាចសេកូដបង្កើត AI បានដែរធ្វើ prediction ទៅលើប្រើ algorithm ផ្សេងៗបានដែរក៏ប៉ុន្តែសួរថាគាត់ស៊ីជម្រៅអត់ទេអញ្ចឹងអ្វីដែលខ្ញុំផ្ដោតគឺផ្ដោតទៅលើអាការស៊ីជម្រៅហ្នឹងហើយអាការស៊ីជម្រៅហ្នឹងគឺដូចយើងទៅធ្វើអីបំបែកពីធំទូរហូតដល់ចំណុចមួយថាអូខេវាលែងបែកទៅកើតហើយបានន័យថាអាហ្នឹងឯងដែលជាឫសគល់អាហ្នឹងឯងអញ្ចឹងបានវាចូលចិត្តបែបហ្នឹងណាហើយការរៀនរបស់ខ្ញុំគឺចូលចិត្តបែបហ្នឹងខ្ញុំចូលចិត្តទៅស៊ីជម្រៅមក go ទៅអាចំណុចតែទៅលេងរួចបានយើងបកមកវិញអញ្ចឹងទៅហ្នឹងហើយ អូខេយើងបានដឹងច្រើនពីការរៀនរបស់បងពីមូលហេតុពីអីចឹងទៅហើយអញ្ចឹងយើងចូលចំណុចបន្ទាប់តាក់ទងទៅនឹងការបរៀនវិញវិស័យ education ព្រោះមុនហ្នឹងយើងនិយាយរឿងច្រើនហើយតាក់ទងទៅនឹងវិស័យផ្សេងអញ្ចឹងយើងបកមកវិស័យ education ដែលជាវិស័យដែលបងកំពុងតែធ្វើវាបច្ចុប្បន្នដែរហ្នឹងហើយអញ្ចឹងដឹងថាហេតុអីបងសម្រេចចិត្តទៅបរៀនព្រោះអីយើងមានការងារមួយច្បាស់លាស់ហើយនិយាយលេងសើចទៀតណាគឺខ្ញុំហាក់គិតថាប្រហែលរឿងលុយអញ្ចឹងទៅអានេះវាជា motivation មួយដែរប៉ុន្តែអ្វីដែលវាជា big motivation ខ្ញុំហ្នឹងគឺការចែកម្លែកការចែកម្លែកខ្ញុំអាចនិយាយមកថាជាខ្ញុំមានអក្សរស្ដំ4សម្រាប់ខ្លួនឯងទី1គឺសុខភាពផ្ទាល់ខ្លួនទី2គឺចំណេះដឹងជំនាញផ្ទាល់ខ្លួនទី3គឺគ្រួសារទី4គឺសង្គមជាតិអញ្ចឹងសម្ងាយនេះខ្ញុំគិតថាខ្ញុំអាចជួយខ្លួនឯងបានហើយមិនបានធំដុំអីទេប៉ុន្តែខ្ញុំគិតថាវាជាចំណុចមួយដែលខ្ញុំអាចរស់រៀនបានហើយមិនបញ្ហាទេបើបន្ទាប់មកគឺចំណេះដឹងអញ្ចឹងខ្ញុំត្រូវការ
បង្រៀនចំណេះដឹងឲ្យខ្លាំងបទពិសោធន៍ជំនាញអញ្ចឹងទៅហើយគ្រួសារគឺធ្វើម៉េច take care ពួកគាត់អញ្ចឹងណាហើយអាចំណុចសំខាន់ទី4ហ្នឹងគឺសង្គមហ្នឹងឯងអញ្ចឹងខ្ញុំក្រៅទៅពីរៀនសូត្រក្រៅទៅពីគ្រួសារក៏ខ្ញុំចំណាយពេលចូលសង្គមខ្លះដែរបានន័យថាយើងចូលរួមជាធ្លាប់ធ្វើជាអ្នកទៅប្រមូលទិន្នន័យនៅតាមឆ្ងាយស្រុកឆ្ងាយដែរទូរតនគិរីអញ្ចឹងណាដើម្បីដឹងពីបញ្ហាពួកគាត់ជួបអញ្ចឹងទៅអញ្ចឹងខ្ញុំគិតថាខ្ញុំឃើញថាសង្គមយើងនៅខ្វះខាតច្រើនពីច្រើនអ្នកដែលនៅឆ្ងាយពីទីក្រុងណាតាក់ទងនឹងចំណេះដឹងអីផ្សេងៗអញ្ចឹងខ្ញុំគិតថាការចែកម្លែកចំណេះហ្នឹងគឺពួកខ្ញុំយើងអត់មានទុនធានអីដែលក្រៅទៅពីចំណេះដឹងបទពិសោធន៍ទេបើយើងមានជាថវិកាបើយើងជួយតាមតិចតួចតាមលទ្ធភាពណាប៉ុន្តែជួយច្រើនដូចគេអត់បានទេយើងត្រូវជួយខ្លួនឯងដែរគ្រួសារដែរអញ្ចឹងក៏ខ្ញុំគិតថាមានតែចំណេះដឹងនិងបទពិសោធន៍ហ្នឹងឯងដែលយើងអាចចែកម្លែកទៅពួកគាត់បានហើយខ្ញុំគិតថាចំណេះដឹងបទពិសោធន៍គឺសំខាន់ណាពីព្រោះយើងអាចខ្ញុំសុំទៅការនៅវិទ្យាល័យតិចណាការនៅវិទ្យាល័យរតនដឹងឯងខ្ញុំប្រឹងរៀនមែនតើប៉ុន្តែឡើងដល់សកលមុននឹងខ្ញុំបានចូលសកលស្រួល4ខ្ញុំមិនស្រួលទេណាខ្ញុំត្រូវការ explore ហើយអត់មាន guide ទេមិនដឹងថាទៅសួរអ្នកណាអត់មានហ្មងគេហៅថាអ្នកដែលមកណែនាំយើងថាអូនឯងត្រូវចាប់ជំនាញនេះអញ្ចឹងទីផ្សារអនាគតមិនអត់មានទេរតនក៏ជួបអញ្ចឹងដែរខ្ញុំជឿហ្នឹងហើយភាគច្រើនគឺអញ្ចឹងកាលនោះអត់សូវសម្បូរទេហ្នឹងហើយដល់ពេលអញ្ចឹងទៅខ្ញុំគិតថាខ្ញុំចង់ធ្វើបែបហ្នឹងខ្ញុំចង់ថាខ្ញុំជាអ្នកបង្ហាញផ្លូវដល់ពួកគាត់បង្ហាញតាមដែលអាចធ្វើទៅបានអ្វីដែលខ្ញុំធ្លាប់ជួបអ្វីដែលខ្ញុំធ្លាប់ចង់កាត់ល្អឬអាក្រក់ខ្ញុំប្រាប់គាត់ថាឥឡូវយើងគិតមើលខ្លួនឯងអញ្ចឹងទៅហើយខ្ញុំគាត់ជាអ្នក share បទពិសោធន៍ទេប៉ុន្តែការសម្រេចចិត្តគឺអ្នកគ្នាយើងទេអ្នកសម្រេចចិត្តអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាមានតែចំណេះដឹងបទពិសោធន៍ហ្នឹងឯងដែលអាចជួយខ្ញុំចែកម្លែកបានអញ្ចឹងខ្ញុំសម្រេចចិត្តទៅបរៀនទៅប៉ុន្តែមុននឹងអាចទៅបរៀនបានហ្នឹងក៏ខ្ញុំអត់ទាន់មានជំនាញក្នុងការបរៀនដែរជាក់ស្ដែងការបរៀនវាត្រូវការជំនាញច្រើនណា mentoring coaching តាក់តែងការបរៀនធ្វើមេរៀនធ្វើច្រើនហើយមេរៀនរបស់យើងមួយយើងមិនមែនចេះតែបរៀនទេយើងត្រូវការមើលសិស្សយើងមិន audience អីចឹងណាសិស្សយើងគាត់កម្រិតប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងខ្ញុំនឹងថាកិច្ចការងារបរៀនមិនមែនស្រួលទេប៉ុន្តែខ្ញុំស្រឡាញ់ព្រោះដោយសារវាជាផ្នែកមួយនៃការចែកម្លែកអញ្ចឹងណាអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាអូខេខ្ញុំដាក់ចិត្តដាក់កាយរបស់ខ្ញុំរៀនសូត្របន្ថែមពីរបៀបក្នុងការបរៀនខ្ញុំរៀនពីគ្រូខ្ញុំរៀនពីសាស្ត្រាចារ្យជាពិសេសអ្នកចែកម្លែកនៅលើប៉ុនsocial media យើងក៏មានគេអ្នកគាត់ជាបណ្ឌិតសាស្ត្រាចារ្យដែរអញ្ចឹងយើងរៀនពី characteristic behavior របស់គាត់ការបរៀនរបស់គាត់ការនិយាយស្ដីអញ្ចឹងទៅហើយយើងយកមកព្យាយាម apply ហ្នឹងដាក់ខ្លួនយើងអញ្ចឹងក៏ចៃដនខ្ញុំតែងតែធ្វើជា slide ធ្វើជា document ឲ្យខ្ញុំ share ជាពិសេសនៅលើ Facebook ឬក៏នៅលើ LinkedIn របស់ខ្ញុំអញ្ចឹងក៏មានលោកគ្រូម្នាក់ដែលខ្ញុំលើកឡើងហ្នឹងគាត់បណ្ឌិតដែរគាត់ឃើញគាត់ចាប់អារម្មណ៍គាត់តាក់ទងមកខ្ញុំហើយគាត់ថាឥឡូវឃើញខ្ញុំចូលចិត្តចែកម្លែកអញ្ចឹងគាត់ហៅទៅធ្វើជា assistant គាត់អញ្ចឹងទៅដល់អញ្ចឹងទៅក៏ខ្ញុំគាត់ថាអានេះវាជាគោលដៅរបស់ខ្ញុំណាព្រោះគោលដៅដែលខ្ញុំធ្វើ document research document អីហ្នឹងចែកម្លែកហ្នឹងគឺគោលដៅខ្ញុំចង់ថាមានអ្នកមើលឃើញគេផ្ដល់ឱកាសឲ្យខ្ញុំពីព្រោះខ្ញុំដើរទៅសុំគេគ្រប់គ្នាអត់មានអ្នកណានេះទេអញ្ចឹងណាអញ្ចឹងក៏ខ្ញុំគិតថាអូខេជាឱកាសរបស់ខ្ញុំហើយខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពអញ្ចឹងណាបានគាត់ផ្ដល់ឱកាសអញ្ចឹងទៅយើងក៏រៀនសូត្រពីគាត់ហើយគាត់ក៏ផ្ដល់ឱកាសឲ្យយើងឡើងបង្ហាញបរៀនអញ្ចឹងទៅមានអ្នកគេមើលឃើញអញ្ចឹងក៏គេថាអូខេខ្ញុំអាច lecture បាននៅ term ក្រោយអញ្ចឹងទៅអញ្ចឹងក៏ខ្ញុំសប្បាយចិត្តទៅខ្ញុំថាអូខេអ្វីដែលខ្ញុំព្យាយាមវាបានដូចអ្វីខ្ញុំចង់បានហើយសួរថាខ្ញុំគិតរឿងលុយអត់ដំបូងឡើយខ្ញុំមិនដែលខ្វល់ទេពីព្រោះទូប៊ីអត់ណាខ្ញុំមិនមែនថាខ្ញុំមានអីទេខ្ញុំខ្វះខាតអីទេប៉ុន្តែយើងមានការងារមួយដែលយើងអាចsurvive បានហើយប៉ុន្តែខ្ញុំសប្បាយចិត្តនឹងឱកាសដែលគាត់ផ្ដល់ឲ្យគាត់ជឿទុកចិត្តហើយខ្ញុំដឹងគុណគាត់មែនទែនមិនថាខ្ញុំគាត់ថាបើព្រោះទូប៊ីអត់នេះខ្ញុំដើរ apply តាមសាកលវិទ្យាល័យ 4-5 កន្លែងអត់មានអ្នកតាក់ទងមកទេខ្ញុំអត់ដឹងថា CV ខ្ញុំឬក៏ skill ខ្ញុំនឹងអត់ fit ឬយ៉ាងម៉េចខ្ញុំអត់ដឹងទេណាព្រោះអត់មាន feedback ទេប៉ុន្តែអត់មានអ្នកតាក់ទងមកទេប៉ុន្តែថ្ងៃមួយហ្នឹងគឺលោកគ្រូគាត់តាក់ទងមកគឺខ្ញុំសប្បាយចិត្តមែនទែនខ្ញុំថាអូ at least 10ក៏មានមួយដែរដែលគេឃើញ potential របស់ខ្ញុំណាអញ្ចឹងក៏ខ្ញុំហើយពេលដែលគេឃើញខ្ញុំអត់គេហៅថាលែងដៃទេគឺខ្ញុំរត់តែបន្ថែមទូមិនឲ្យគេថាកុំឲ្យគេបាក់ទឹកកុំឲ្យគេអស់សង្ឃឹមជាមួយយើងទៅមិនទៅបង្ហាញសមត្ថភាពយើងអ
កុំឲ្យថាគេខំផ្ដោតក្តីសង្ឃឹមទុកចិត្តđấyយើងទៅដល់លេងសាប់ធ្វើអត់កើតអញ្ចឹងណាអញ្ចឹងខ្ញុំព្យាយាមមែនតែខ្ញុំព្យាយាមរហូតអញ្ចឹងខ្ញុំអរគុណដឹងគុណដល់គាត់ហើយក៏យើងរឹតតែប្រឹងបន្ថែមទៀតអញ្ចឹងហ្នឹងហើយ អូច្រើនហ្មងតាំងពីដំបូងដែលយើងជួយការងារសង្គមទាំងប្រយោលទេ ហ្នឹងហើយ របៀបយើងធ្វើការងារនៅយើងអាចជួយបានអញ្ចឹងស្រដៀងខ្ញុំដែរខ្ញុំធ្វើការងារសង្គមច្រើនតាំងពីធ្វើអ្វីដំបូងមិនដឹងអីទេការងារសង្គមដោយសារតែយើងអត់សូវទទួលបានមិត្តយើងអត់សូវជារាប់អានមិត្តភ័ក្តិដែលគាត់ធ្វើការងារសង្គមច្រើន បាទ យើងអត់សូវដឹងទេហើយយើងក៏អត់សូវទៅចិត្តទៅធ្វើការងារទាំងអស់ហ្នឹងដល់ពេលយើងចាប់ផ្ដើមចូលនៅក្នុងសង្គមកាន់តែជ្រៅទៅយើងស្គាល់មិត្តភ័ក្តិកាន់តែច្រើនទៅហើយមានមិត្តភ័ក្តិដែលគេធ្វើការសង្គមទៅយើងចាប់ផ្ដើមឃើញជុំហេតុអីបានគេអាចធ្វើការដែលបានលុយណោះ យ៉ា យើងចាប់ផ្ដើមយល់ពីពួកគាត់ហើយចាប់ផ្ដើមដឹងពី reason ថាពួកគាត់ធ្លាប់អត់ពួកគាត់ធ្លាប់ពិបាកចា៎ជា reason ដែលគាត់ចង់ជួយក្មេងៗនេះពិបាកពួកដូចបងនិយាយតំបន់តែដាច់ជាយ៉ាងអញ្ចឹងខ្ញុំធ្លាប់ចូលរួមជាយុវជនដើម្បីបង្កើតបណ្ណាល័យជូនក្មេងនៅជនបទហើយយើងទៅជួបពួកគាត់គឺអត់មែនមែនថារបៀបថាការអប់រំយើងនៅជនបទអត់មានអីមានប៉ុន្តែរបៀបថាឲ្យដូចពេញហ្មងគឺអត់ទេហ្នឹងហើយ ដូចគាត់ចង់អានសៀវភៅគាត់អត់មានបណ្ណាល័យណាអានបានទេអញ្ចឹងបើសិនជាយើងអាចជួយបានពួកគាត់នឹងសប្បាយចិត្តហើយខ្ញុំជឿថាវាជា motivate មួយសម្រាប់ពួកគាត់ក្នុងការបន្តរៀនសូត្រដែរវាជំរុញណាព្រោះពេលខ្លះគាត់អត់ដឹងធ្វើអីទៅនេះលេងទៅធ្វើអីផ្សេងទៅធ្វើការងារដូចខ្ញុំពីមុនដែរខ្ញុំទៅនេះអត់ដឹងទៅអីទៅជួយការងារប៉ាអញ្ចឹងទៅដើម្បីយកលុយមករៀនតអញ្ចឹងទៅអញ្ចឹងបើសិនយើងមានកន្លែងមួយឲ្យគាត់អាចប្រម៉ូជាកន្លែងលេងរបស់គាត់មកជុំគ្នាលេងហ្នឹងហើយគាត់អាចបានអានសៀវភៅមានរបស់ដែលគាត់អាចលេងបានគឺវាជំរុញគាត់ទៅជាជំរុញដែរ ហ្នឹងហើយ អញ្ចឹងទៅពេលខ្ញុំចូលការងារសង្គមអញ្ចឹងទៅយើងចាប់បានឃើញថាអូវាមាន benefit ដែរ ហ្នឹងហើយខ្ញុំឃើញរតនៈចូលច្រើនតែតង education ដូចជាធ្លាប់ធ្វើសប្បុរសធម៌ច្រើនណាហើយខ្ញុំក៏ធ្លាប់share ព័ត៌មានបន្ថែមហើយធ្លាប់ donate ខ្លះៗដែរណាហើយនិយាយទៅយើងដូចតែគ្នាទេចំណងចិត្តណាព្រោះដូចរតនៈលើកឡើងអញ្ចឹងថាហេតុអីបានគេធ្វើការសង្គមដោយមិនបានអីសោះហេតុអីគេចង់ធ្វើ ហ្នឹងហើយ ខ្ញុំឆ្ងល់អញ្ចឹងដែរថាគេបានអីហើយចោះគ្រូសាគេថាអីឲ្យអត់បើរៀនចប់អត់មានការងារធ្វើឬក៏មានការងារធ្វើប៉ុន្តែអត់ផ្ដោតទៅការងារហ្នឹងទៅធ្វើអីផ្សេងដែលមិនមានប្រយោជន៍អីណាប៉ុន្តែនៅពេលដែលខ្ញុំវិភាគខ្លួនឯងខ្ញុំគិតថាសកម្មភាពពួកគាត់ inspire ខ្ញុំលើកទឹកចិត្តខ្ញុំថាធ្វើការសង្គមទោះបីជាមិនបានអីមែនប៉ុន្តែសង្គមយើងនឹងប្រសើរពីមួយថ្ងៃទៅមួយថ្ងៃពីបន្តិចទៅតរហូតអញ្ចឹងណាហើយខ្ញុំគិតថាខ្ញុំមានអត់មានដែរបានជួយឲ្យសង្គមសោះមានតែប្រឹងរៀនអ្នកខ្លះគេថាអូខេមិនបាច់ខ្ញុំជួយសង្គមអីច្រើនទេឲ្យតែប្រឹងរៀនខ្លួនឯងជួយខ្លួនឯងទៅល្អទៅវាជាផ្នែកមួយនៃការជួយសង្គមខ្ញុំទទួលស្គាល់ប៉ុន្តែបើសិនជាយើងជួយខ្លួនឯងហើយយើងអាចទៅជួយសង្គមយើងបានហើយការជួយសង្គមមិនមែនថាលើកតបអីយកលុយរាប់ពាន់រាប់ម៉ឺនទៅឧបត្ថម្ភទេខ្ញុំគិតថាយើងអាចជួយតាមវិធីសាស្ត្រផ្សេងៗគ្នាអ្នកខ្លះគាត់ធ្វើ donation គាត់ធ្វើជាសប្បុរសធម៌ប្រមូលថវិកាទិញជាសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សអញ្ចឹងណាអ្នកខ្លះទៀតគាត់ចោះជួយបង្រៀនតាមសាលាដាច់សញ្ញាខ្ញុំឃើញសកម្មភាពពួកគាត់ណាពេលខ្លះខ្ញុំគិតថាខ្ញុំនិយាយព្រឺមិនថាវាលក្ខណៈដូចជានៅក្នុងអារម្មណ៍យើងចូលចិត្តបែបហ្នឹងបានន័យថាពេលដែលយើងជួយអ្នកដែលគាត់ខ្វះខាតហើយគាត់លើកដៃសំពះយើងអរគុណយើងមានអារម្មណ៍ថា happiness មិនថាវាជាសេចក្តីសុខចិត្តមួយដែលយើងអត់មានចង់បានអីទេខ្ញុំអត់មានចង់បានអីពីអ្នកទេខ្ញុំឃើញអ្នកពិបាកខ្ញុំគាត់តែចង់ឲ្យអ្នកទទួលបាននៅអ្វីដែលអ្នកគួរតែទទួលបានទេអញ្ចឹងគឺពេលដែលពួកគាត់អរគុណលោកគ្រូឬក៏អរគុណបងអញ្ចឹងយើងសប្បាយចិត្តមែនទេអញ្ចឹងខ្ញុំគិតថាវាជាផ្នែកមួយនៃធ្វើយើងសប្បាយចិត្តប៉ុន្តែសួរថាយើងធ្វើអញ្ចឹងដើម្បីសប្បាយចិត្តមែនខ្ញុំគិតថាមិនមែនទេគឺខ្ញុំចង់ជួយហ្នឹងឯងប៉ុន្តែការជួយហ្នឹងគឺវាធ្វើឲ្យយើងសប្បាយចិត្តហ្នឹងឯងប៉ុន្តែសួរថាគោលបំណងខ្ញុំចង់សប្បាយចិត្តមែនការសប្បាយចិត្តវាមិនដាក៏ចង់ដែរប៉ុន្តែវាមិនមែនជាគោលដៅធំទេគោលដៅធំគឺថាឃើញលំបាកជួយតាមលទ្ធភាពដែលអាចជួយទៅបានហ្នឹងណាហ្នឹងហើយយើងរៀងបែកមកខាងការងារសង្គមបន្តិចប៉ុន្តែវាអាចជាផ្នែកមួយដែរដែលជំរុញឲ្យបងទៅបរិញ្ញា ហ្នឹងហើយ ដោយសារតែវាជាការជំរុញទឹកចិត្តមួយហើយខ្ញុំរៀងចូលទៅបន្តិចទៀតចា៎បាទពេលខ្លះយើងនិយាយរឿងការងារសង្គមគេផ្ដោតទៅលើអង្គការស្ថាប័នមួយចំនួនតែជាក់ស្ដែងមានអ្នកចង់ជួយច្រើនមែនតើប៉ុន្តែគេមើលទៅលើយុវជនយើងតាមមានអ្នកដើមគំនិតអត់មានសកម្មភាពនៅក្នុងប្រទេសហ្នឹងថាគាត់ចង់ជួយមែនអត់
បើខ្ញុំចូលទៅកាន់តែចិត្តជាមួយអ្នកដែលគាត់ធ្វើការងារនោះខ្ញុំឃើញថាពេលខ្លះមានគេចាំតែជួយលុយឯងឲ្យតែមានយុវជនស្ម័គ្រចិត្តថាអូខេខ្ញុំពិតជាចង់ជួយលើវិស័យហ្នឹងមែនគេជួយលុយមកហើយអញ្ចឹងយើងគ្រាន់តែចេញកម្លាំងឯងហ្នឹងហើយគាត់ថាចុះបើសិនជាយើងធ្វើទៅវាបានជួយជាអត្ថប្រយោជន៍ដល់ក្មេងៗដែលនៅជនបទក៏កំពុងត្រូវការតែវាល្អមែនទៅបាទហ្នឹងហើយអញ្ចឹងពេលច្រើនខ្ញុំបានចូលរួមបាន2ឆ្នាំដែរហើយបង្កើតបានតម្លៃបាន3ទៅ4ដែរបាទហ្នឹងហើយគាត់ថាដោយសារតែខ្ញុំមានពេលវេលាវាលួចស្ដាងមែនតើហើយខ្ញុំអត់បានជួយពេញដៃពេញជើងអញ្ចឹងក៏អាចថាផ្អាកពីការងារហ្នឹងមកប៉ុន្តែនៅតែជួយឥឡូវមកជួយធ្វើជា software ឲ្យគាត់វិញបាទដើម្បីបង្កើននៅការរៀនរបស់ក្មេងៗនេះឲ្យកាន់តែល្អប្រសើរគាត់អាចមាន digital ពួកយើងអ្នក digital ហ្នឹងអញ្ចឹងបើសិនជាយើងអាចឲ្យពួកគាត់រៀនពី digital ពីឥឡូវទៅហើយគាត់មានទូរស័ព្ទមាន tablet ក៏អាចមើលវីដេអូរៀនតាមអ៊ីនធឺណិតបានលេងហ្គេមដែលវាតាក់ទងទៅនឹង IQ បានអញ្ចឹងគឺថាគាត់អាចនឹងមានដងជនបទមែនប៉ុន្តែជនបទបែប digital បាទអញ្ចឹងឥឡូវនេះដោយសារតែអ្នកដែលគាត់ធ្វើការងារហ្នឹងគាត់មានគំនិតអញ្ចឹងដែរអញ្ចឹងវាទៅស្របគ្នាអញ្ចឹងយើងអាចជួយអ្វីដែលយើងអាចជួយបានយើងជួយហើយខ្ញុំគាត់ថាមិនច្រើនទេពេលវេលាខ្ញុំគាត់ថាយើងដកតែពេលសៅរ៍អាទិត្យឬក៏ពេលមួយថ្ងៃ1ម៉ោងឬក៏កន្លះម៉ោងដើម្បីជួយការងារហ្នឹងក៏បានឬក៏យើងមានតែគំនិតមកយើងរកអ្នកទៅជួយព្រោះខ្ញុំចាប់ផ្ដើមធ្វើការងារសង្គមចាប់ផ្ដើមយល់ព្រោះពួកគាត់ឲ្យយើងចេញជាមតិយោបល់ហ្មងអញ្ចឹងអ្វីដែលខ្ញុំបានរៀនពីការងារសង្គមគឺច្រើនមែនទែនពីប្រវត្តិអស់ហើយហ្នឹងហើយហើយទោះជាវាបានលុយមែនខ្ញុំជឿថាអ្នកមួយចំនួនគាត់មើលថាការងារសង្គមខាតពេលតែសម្រាប់ខ្ញុំអត់ខាតពេលទេហើយខ្ញុំជឿថាខ្ញុំអត់អាចធ្វើបានរហូតទេនៅពេលខ្ញុំមានទំនួលខុសត្រូវច្រើនវានឹងអាចអត់សូវបានធ្វើអញ្ចឹងថាយើងមានពេលធ្វើឲ្យហើយកុំចាំតតែយើងខ្លាចជាអ្នកមានលុយចាយលេងអស់ហើយយើងធ្វើហ្នឹងហើយត្រូវពួកគាត់អាចជួយបានជួយតាមអ្វីដែលគាត់ជួយហើយយើងក៏អាចជួយបានតាមអ្វីដែលយើងជួយបាទត្រូវសង្គមនេះត្រូវការចូលរួមអ្នកតិចហ្នឹងហើយcontrol ហ្នឹងហើយឥឡូវយើងបែកទៅខាងការងារសង្គមប៉ុណ្ណឹងបាទអូខេសូម្បីតែយើងការធ្វើ sharing របៀបតើតងចំណេះដឹងក៏វាជាការងារហ្នឹងហើយយើងគាត់ថា content នៅលើអ៊ីនធឺណិតច្រើនមែនតើអញ្ចឹងអ្នកដែលគាត់ចង់រៀនគាត់ចង់ស្វែងយល់អំពីជំនាញរបស់គាត់អត់មាន content មើលទេដូចបងនិយាយមិញការជំនាន់យើងរៀនហ្នឹងហើយពិបាករកហើយសួរថាមានអ្នកណែនាំថាឥឡូវអ្នកឯងគួរតែរៀន IT ការងារច្រើនណានឹងពេញនិយមនឹងមានការងារច្រើននៅពេលអ្នកឯងរៀនចប់បាទអត់មានទេរៀនព្រាវទេហើយដូចខ្ញុំបញ្ជាក់អញ្ចឹងដោយសារតែមានរៀនច្បងដូចបងរៀន IT ដែរអញ្ចឹងអូកម្លាំងចិត្តមែនតែខ្ញុំហ្នឹងហើយអញ្ចឹងរៀន IT ទាំងអត់ដឹង IT អញ្ចឹងបានវាជំរុញឲ្យខ្ញុំថាអូខេខ្ញុំត្រូវតែចែកម្លែកពី content ហ្នឹងឲ្យច្រើនដើម្បីឲ្យបងប្អូនបើគាត់ចង់រៀន IT គាត់ដឹងព័ត៌មានមុនពេលដែលគាត់ចាប់ផ្ដើមព្រោះជំនាន់ខ្ញុំមានអ្នកបោះបង់ច្រើនមែនទេរៀនបានតែមួយឆ្នាំ2ឆ្នាំគាត់ទៅរៀនជំនាញផ្សេងថាគាត់ថាពិបាកអញ្ចឹងបើសិនគាត់ដឹងមុនថាអូខេការងារហ្នឹងផ្នែកហ្នឹងរៀនអីខ្លះធ្វើអីខ្លះគាត់ដឹងថាត្រូវចំណង់ចំណុចចិត្តគាត់អត់អាហ្នឹងក៏អាចបន្តឬក៏ឈប់គឺនៅពេលដំបូងហ្មងកុំឲ្យខាតពេលវេលាព្រោះខាតពេលវេលាជាថាតែរៀន2ឆ្នាំហើយទៅរៀនជំនាញផ្សេងគឺខាតពេលវេលាបាទហ្នឹងហើយត្រូវហើយអញ្ចឹងអានេះជាផ្នែកមួយយើងអាចចូលរួមជួយពួកគាត់ទេហើយនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើហើយមួយឆ្នាំនេះខ្ញុំឃើញខ្ញុំជួយក្មេងៗបានច្រើនជួយតម្រង់ទិសគាត់មានអ្នកខ្លះឆាតសួរអ្នកខ្លះអីទៅកាយតាមវីដេអូ live គាត់ចេះតែសួរមកយើងចេះតែឆ្លើយអញ្ចឹងគាត់ថាអូអរគុណបងអត់បងទេយើងអត់ក៏អត់ដឹងអញ្ចឹងហ្នឹងហើយអញ្ចឹងវាជាផ្នែកមួយទេហើយមិនមែនតែពួកខ្ញុំមានចំណេះដឹងខ្លាំងអីទេអត់មានទេអូខេខ្ញុំអាចថាខ្ញុំនៅស្ទើរមែនតើហើយខ្ញុំក៏បន្តរៀនអ្វីដែលជាជំនាញយើងបន្តដែរហើយយកពេលខ្លះមកចែករំលែកឬក៏បងដែលគាត់មានបទពិសោធន៍ទៅលើជំនាញគាត់ហ្នឹងដើម្បីមកចែករំលែកជាមួយដែរបាទព្រោះបើនិយាយធ្វើតែឯងខ្ញុំគាត់ថាដឹងហើយបងវាត្រូវហើយទូចមែនតើជំនាញរបស់ខ្ញុំគឺ software engineer អញ្ចឹងវាទូចចឹងទៅរកជំនាញផ្សេងទៀតនៅក្នុងវិស័យ IT digital យើងហ្នឹងដើម្បីមកផ្សព្វផ្សាយបន្ថែមទៀតដែរហ្នឹងហើយព្រោះខ្ញុំឃើញគេធ្វើច្រើនណាទៅលើអារបៀបថា general គេអត់សូវជា specific ទៅលើជំនាញទេអញ្ចឹងបើសិនយើងអាចមានជា content ដែលវា specific ទៅលើជំនាញរបស់យើងនៅក្នុង community របស់យើងអញ្ចឹងវាល្អមែនតើហ្នឹងអញ្ចឹងយើងបាយអូ host ទៅបានអូខេអញ្ចឹងយើងចូលចំណុចបន្ទាប់ចង់ដឹងទៅលើ course ដែលបងបរៀននៅសាកលវិទ្យាល័យបងតើបងផ្ដោតទៅលើជំនាញអីខ្លះដែរខ្ញុំឥឡូវនេះខ្ញុំផ្ដោតលើ data engineering អញ្ចឹងណាហើយប៉ុន្តែគោបំណងគោដៅរបស់ខ្ញុំចង់ចែកម្លែក course មួយចំនួនតាក់ទងទៅនឹងពីច្រើនគឺ data ទេអញ្ចឹងមានដូចជា database administrator DBA
ពីច្រើនពេញយមគ្នាយើងទៅតាមស្ថាប័នអត់មាន DBA អត់កើតទេអញ្ចឹងអាហ្នឹងក៏ជាជំនាញមួយក៏តម្រូវការទីផ្សារច្រើនដែរ DBA Database Administrator ហើយមួយទៀតតាក់ទងនឹង Data Analytics ក៏សំខាន់ដែរពីព្រោះយើងមានទិន្នន័យអត់ចេះវិភាគក៏អត់ដឹងថាយក data ហ្នឹងទៅធ្វើអីបានដែរអូខេអញ្ចឹងខ្ញុំមាន course ហ្នឹងមួយដែរហើយមួយទៀតដោយសារតែនៅតាម industry យើងរាល់ថ្ងៃគេព្យាយាម replace manual work ពី manual ទៅ automation អញ្ចឹងខ្ញុំក៏សម្រេចចិត្តថាបង្កើត course មួយទៀតដែលទៅនឹងគេហៅពាក្យកាត់ RPA robotic processing automation ហ្នឹងហើយអញ្ចឹង RPA ហ្នឹងគឺសំខាន់បានថាការងារខ្លះមនុស្សធ្វើដូចថា10នាក់អានេះទាំងអស់គ្នាខ្ញុំគិតអវិជ្ជមានណាជាការចែកម្លែករបស់ខ្ញុំថាមនុស្សធ្វើ10នាក់ការងារហ្នឹងប៉ុន្តែនៅពេលដែល RPA អាចធ្វើបានតែមួយតាសហ្នឹងតែមួយហ្នឹងទេប៉ុន្តែគេថាដូច robot មួយអញ្ចឹងចុះហើយ robot ហ្នឹងមិនមែនលុះត្រាចេញជា hardware ចេញជារូបរាងមនុស្សឯងដែលគេហៅ robot ទេអត់ទេអាហ្នឹងក៏ជាផ្នែកមួយដែរប៉ុន្តែផ្នែកមួយគឺ software ប៉ុន្តែយើងគ្រាន់បញ្ជាកុំព្យូទ័រយើងឲ្យវាទៅធ្វើអា manual task ដែលមនុស្សធ្វើដែរហ្នឹងឲ្យទៅកុំព្យូទ័រជាអ្នកធ្វើអញ្ចឹងអាចថាសម្រួលដល់ការងាររបស់មនុស្សអញ្ចឹងសួរថាចុះមនុស្សអញ្ចឹងមនុស្សអស់ការងារធ្វើអត់ទេពួកគាត់ទាំង10នាក់ហ្នឹងអាចទៅបដោតទៅលើកិច្ចការងារផ្សេងដែរវាគេហៅថាមាន value ជាជាងអង្គុយទៅធ្វើអាការងារដែរហ្នឹងអញ្ចឹងណាមិនមែនថា robot ទៅធ្វើការងារជំនួសគាត់ជប់គេដេញគាត់ចេញអត់ទេគឺគេផ្ដល់ឱកាសឬក៏ឲ្យគាត់ទៅបដោតទៅលើការងារផ្សេងដែលវាមានតម្លៃច្រើនជាងអាការងារហ្នឹងបាទអញ្ចឹងអាហ្នឹងគឺ cost មួយហ្នឹងហើយដោយសារតែខ្ញុំឃើញ technology វិវត្តច្រើនអញ្ចឹងខ្ញុំនៅតែមានគម្រោង design cost ផ្សេងច្រើនទៀតគាត់ថា 3-4 ហ្នឹងគឺជា cost តម្រូវការទីផ្សារហើយអ្វីដែលខ្ញុំធ្វើនេះមិនមែនតែអង្គុយនឹកឃើញធ្វើទេខ្ញុំសង្កេតមើលទីផ្សារសិនថាឥឡូវទីផ្សារពិតជាត្រូវការហ្នឹងមែនអត់ដូច DBA នេះមួយគ្រប់ស្ថាប័នធនាគារទូរគមនាគមន៍ insurance បើអត់មាន DBA ដើម្បី maintain database ទេมันប្រកាសថា system គាត់ up and running 24 ឬ 7 ទេណាអត់ទេអញ្ចឹងខុសហ្នឹងគឺសំខាន់ហើយ data analytics ក៏សំខាន់ដែរហើយចូលថាចុះ AI អត់មានទេដោយសារវារៀងធំហើយអញ្ចឹងខ្ញុំស្ថិតនៅក្នុងកំឡុងពេលនេះគឺខ្ញុំស្ថិតនៅ research ដែរមិនថាខ្ញុំ research នេះមិនមែនថាresearch ដើម្បីនេះគឺខ្ញុំធ្វើម៉េចដើម្បីឲ្យខ្ញុំទទួលបានចំណេះដឹងច្រើនហើយខ្ញុំ design ខុសហ្នឹងវាងាយស្រួលហ្នឹងគឺឲ្យយល់សិស្សយល់ទៅគាត់អនុវត្តបានទៅគាត់រៀនឆាប់ចេះអញ្ចឹងពេលដែលគាត់ទៅធ្វើការគាត់អាចcatch up ជាមួយនឹងអស់ហ្នឹងបានហើយបងទៅខុសហ្នឹងសិតតែជាខុសដែលរៀង advance ណាវាមានខុស basic សម្រាប់អ្នកដែលគាត់ទើបទៅចាប់ដើមណាអញ្ចឹងសួរថាហេតុអីបានបងសម្រាប់ចិត្តចង់បរៀនខុសដែលពិបាកតែពិតបើយើងស្ដាប់ទៅវា advance ប៉ុន្តែបើសិនជាគ្នាយើងបានចូលរៀនជាមួយខ្ញុំគិតថាប្រហែលជាមិនប្រកាសថាពិបាកយល់ទេពីព្រោះដូចខ្ញុំបានបញ្ជាក់អញ្ចឹងថាខ្ញុំធ្វើ course នេះឡើង design course នេះឡើងគឺផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំមកន័យថាពីមុនខ្ញុំរៀនពេលសួរទៅពិបាករកចម្លើយណាដែលខ្ញុំគេហៅថាឲ្យខ្ញុំវាឆ្លើយមកគឺខ្ញុំអស់ចម្ងល់ហ្មងអត់មែនអញ្ចឹងក៏ខ្ញុំព្យាយាម research ព្យាយាមអានក៏មើល YouTube មើល course ផ្សេងដើម្បីអីយកអាគំនិតអស់ហ្នឹងយកមក design ជា course មួយដើម្បីឲ្យពេលដែលយើងបរៀនទៅគឺសិស្សគាត់ងាយស្រួលក្នុងការយល់ចាប់បានអញ្ចឹងណាហើយបើទោះបីជាគាត់មានសំណួរអីជ្រៅជាងហ្នឹងអូខេអាចសួរបានហើយមិនប្រកាសថាខ្ញុំឆ្លើយបានទាំងអស់ទេប៉ុន្តែខ្ញុំជឿថាកន្លងមកដែលខ្ញុំ research ខ្ញុំសិក្សាផ្ទាល់ខ្លួននេះ most of the question ខ្ញុំអាច handle បានតែបើខ្ញុំអត់អាច handle បានទេខ្ញុំនឹងទៅ research បន្ថែមទៀតហើយខ្ញុំរីករាយមែនតើនៅពេលដែលគ្នាយើងណាដែលគាត់មានសំណួរផ្សេងដែលខ្ញុំមិនដែរជួបពីព្រោះវាជាឱកាសសម្រាប់ឲ្យខ្ញុំរៀនសូត្របន្ថែមទៀតហ្នឹងហើយបងមើលទៅអាចមានថ្ងៃមុខអាចមានជា online course ហ្នឹងតែខ្ញុំកំពុងគិតរឿងហ្នឹងដែរប៉ុន្តែដោយសារតែខ្ញុំធ្វើការផងខ្ញុំរងថ្ងៃក៏ខ្ញុំរៀនបន្ថែមដែរមិនថាខ្ញុំរៀនបន្តយក master ផ្នែកច្បាប់ដែរអញ្ចឹងណាអញ្ចឹងវាអត់សូវមានពេលបានធ្វើរៀបចំជា online ណាប៉ុន្តែបើនិយាយពី course គឺខ្ញុំមានហើយហើយអញ្ចឹងខ្ញុំអាចបានតែធ្វើជាphysical class ទេ online អាចថាចែកម្លែកគ្នាយើងចេះទៅស្ដួយស្ដាងទេតែបើឲ្យស៊ីជម្រៅហ្មងវាអត់តន់ណាហ្នឹងហើយអូខេកាពិតយើងមាន physical ហើយយើងអត់ពិបាកទៅ online យើង
គ្រាន់តែយកវាទៅបំលែង ហ្នឹង ចំណាយពេល record តែប៉ុណ្្នឹង បាទ ទេ បាទ ហ្នឹងហើយមកដល់បច្ចុប្បន្នខ្ញុំឃើញថាមានអ្នកធ្វើច្រើនទៅលើ course online ហ្នឹង យ៉ា អញ្ចឹងយើងអត់មានពិបាកទេយើងឲ្យតែមានពេលគឺទៅបានយ៉ា ហ្នឹងហើយសំខាន់ពេលវេលា ហ្នឹងហើយពេលវេលាសំខាន់មែនតើ បាទ ទោះបីតែខ្ញុំនឹងកាប់ខ្ញុំមានរបស់ទៅធ្វើចាហើយគេសួរថាហេតុអីបានមិនបរៀនអនឡាញទៅ ព្រោះឃើញគេទៅអនឡាញច្រើនហើយខ្ញុំអត់ចង់ទៅប្រកួតប្រជែងមួយពួកគាត់ទេហើយបើធ្វើវីដេអូមកខ្ញុំចេះបរៀនតាំងពីខ្ញុំនៅសាកលវិទ្យាល័យ install បរៀនហ្នឹងគឺវាចាប់ផ្ដើមបរៀនយើងរបៀបធ្វើ បាទ ហើយយើងចាប់ផ្ដើម specific Spring Java អីចឹងទៅអត់យើងអាចធ្វើបានប៉ុន្តែសួរថាហេតុអីបានយើងទៅប្រកួតប្រជែងជាមួយពួកគាត់បើមានគេធ្វើអីហ្នឹង បាទ អញ្ចឹងយើងធ្វើអ្វីដែលគេអត់តន់ធ្វើ ហ្នឹងហើយហ្នឹងហើយ ចាហ្នឹងជាអ្វីខ្ញុំចង់ធ្វើច្រើន ហើយចង់ដឹងបន្ថែមដែរពីបងពេលដែលបងចាប់ផ្ដើមចូលទៅក្នុងវិស័យ data តើបងជួបនៅបញ្ហាអីខ្លះដែរបងអាចជួយបន្ថែមបាន អាចថាជួបច្រើនទីមួយយើងអត់ដឹងថា data ហ្នឹងយកទៅធ្វើអីទេគាត់ដឹងថាវាសំខាន់ដល់យើងទៅហើយមួយទៀតមិនសូវជាមាន guide ទេមិនសូវជាមាន senior យើងគាត់បញ្យលណែនាំឲ្យច្រើនទេបើណាអ្វីដែលយើងចាប់ផ្ដើមភ្លាមៗហ្នឹងគឺ at your own pace ហ្មងបើណាខ្លួនឯងហ្មងអញ្ចឹងធ្វើខុសខ្លះត្រូវខ្លះព្រោះខ្លះជួនពេលខ្លះត្រូវហ្នឹងក៏មិនដឹងថាត្រូវអាខុសហ្នឹងដឹងព្រោះតែខុសគេថាឲ្យគឺដឹងតែខុសហ្នឹងហ្នឹងហើយអញ្ចឹងវារឿងពិបាកហើយ domain knowledge យើងតាក់ទង data ហ្នឹងវាអត់អីក្រៅតែពី SQL ទេអញ្ចឹង SQL វាមិនមែនតែយើងវិភាគទិន្នន័យស៊ីជម្រៅទេវាគ្រាន់តែ select ឲ្យឃើញទិន្នន័យ aggregate អីបូកបញ្ចូលគ្នាអីតែប៉ុណ្្នឹងឯងវាអាចថាមានលឹះហ្នឹងប៉ុន្តែពេលហ្នឹងគេថាចំណេះដឹងយើងក៏វានៅស្ទើរសមត្ថភាពបទពិសោធន៍យើងវានៅស្ទើរក៏វាអត់ដឹងថាត្រូវធ្វើម៉េចឲ្យវាផុតពីអា boundary ហ្នឹងណាអញ្ចឹងក៏មានអីមានតែព្យាយាមប្រឹងរៀនហ្នឹងហើយចូលរួមសិក្ខាសាលាឲ្យតែមានអ្នកចែកម្លែកមកអញ្ចឹងមើលអូបណ្ឌិតអីឈ្មោះអញ្ចឹងគាត់ផ្នែក data science អូដល់សូវពេលវេលាទៅចូលរួមមួយគេមួយឯងដល់ពេលចប់ហ្នឹងចូលសួរគាត់សួរអញ្ចឹងណាអញ្ចឹងយើងបានចំណេះដឹងពីហ្នឹងមកយើងយកមក apply មកឃើញថាខ្លះត្រូវខ្លះក៏មិនត្រូវអញ្ចឹងណាប៉ុន្តែអាចថាត្រូវនៅបរិបទគាត់អញ្ចឹងទៅតែក៏ខ្ញុំអត់ថាអីដែរព្រោះអីយើងវាខុសគ្នាមិនថាកលៈទេសៈផ្សេងគ្នាអញ្ចឹងណាហើយបញ្ហាទៀតមួយទៀតគឺresource យើងអត់មាន resource រៀនទេក្រុមហ៊ុនខ្ញុំអាចនិយាយបានថាស្ថាប័នខ្លះគឺមានគេហៅ employee development ក្រុមហ៊ុនខ្លះទៀតក៏គេអត់ទាន់ផ្ដោតការនងទេណាប្រហែលជា 5-6 ឆ្នាំមុនអញ្ចឹងទៅចង់មិនចង់ក៏យើងពិបាកទៅមុខលឿនដែរយើងរៀនខ្លួនឯងហើយយើងមិនដែរស្គាល់ទៅ Coursera មិនដែរស្គាល់អីប៉ុណ្ណឹងស្គាល់តែ YouTube អញ្ចឹងទេ Google ទៅ search ហើយមិនទាន់មាន GPT សួរចេញចេះទេចង់សួរសំណួរមួយអញ្ចឹងអង្គុយ search website នេះផង website នោះផង 4-5 សោះបានអានចំណាយពេលអានអញ្ចឹងទៅបាននឹងឃើញអូបានចម្លើយនេះចំណុចទូចមួយហ្នឹងអញ្ចឹងវាយូរវាច្រើនហើយបើដូចថ្ងៃនេះមានអី resource available មកកណោមនុស្សក៏មានអ្នកមានសមត្ថភាពក៏ច្រើនអ្នកបកស្រាយក៏ច្រើនហើយពួកគាត់ស្ដាប់ open អត់មានឲ្យតែយើងហ៊ានទៅសួរគាត់កុំឲ្យយើងហ៊ានទេខ្លាចចេះឲ្យតែយើងហ៊ានឆាតសួរគាត់ពេលខ្លះគាត់រវល់ក៏គាត់មិនបានឆ្លើយប៉ុន្តែអ្នកខ្លះពេលច្រើនខ្ញុំកាលនោះខ្ញុំចាំបានគេឆ្លើយគាត់ឆ្លើយយើងអរគុណគាត់អញ្ចឹងទៅហើយ mostly ពេលហ្នឹងពេលច្រើនខ្ញុំប្រើ LinkedIn គឺ professional អញ្ចឹងពេលដែលខ្ញុំឃើញគេផុសអីមួយអញ្ចឹងជាពិសេសជនបរទេសកាលនោះពេលច្រើនជនបរទេសគាត់ data ឡាយតិច data អញ្ចឹងខ្ញុំឆាតសួរគេ comment សួរអញ្ចឹងគេ comment មកវិញគេ reply មកយើងទៅយើងចេះរៀនសូត្រពីគេអញ្ចឹងណាហើយមានអ្នកខ្លះទៀតគាត់ជន់ជាខ្មែរយើងអញ្ចឹងណាខ្ញុំណាត់គាត់ជួបហ្មងសុំជួបគាត់ហ្មងថាបងខ្ញុំសុំអញ្ជើញបងញ៉ាំកាហ្វេអញ្ចឹងណាខ្ញុំមានសំណួរពាក់ព័ន្ធនឹង data អញ្ចឹងខ្ញុំចង់ដឹងអញ្ចឹងណាគាត់ open ឲ្យយើងអូខេតោះឥឡូវយើងសិតថ្ងៃជួបគ្នាអញ្ចឹងទៅចុចមើលអូខ្ញុំពេលនោះខ្ញុំចាប់ដើមចេះវិធីសាស្ត្រ reach out to people ហើយមើលមិនអញ្ជើញគាត់បែបមិនត្រូវ polite មិនអីមិនរៀបចំមិនដើម្បីឲ្យពួកយើងត្រូវពឹងគេឲ្យជួយយើងអញ្ចឹងយើងត្រូវជំរាបសួរបងអញ្ចឹងណាហើយវាជាចំណុចមួយល្អភាគច្រើនអានេះខ្ញុំសុំចេញក្រៅបន្តិចណាខ្ញុំឃើញយុវជនយើងក្មេងៗណាភាគច្រើនគាត់ចង់ត្រូវការជំនួយពីយើងអ្នកខ្លះក៏គាត់រៀងសុំរុំទុំមកដែរអ្នកខ្លះអត់ទេ Hi hello bro ណាអញ្ចឹងពេលខ្លះយើងមិនទៅជាប្រកាន់អីទេប៉ុន្តែវាពេលខ្លះយើងមើលទៅរៀងនេះដែរអញ្ចឹងអានេះវាជាសារមួយសម្រាប់
យុវជនសម័យថ្មីណាទោះបីយើងចិនស៊ីក៏ដោយប៉ុន្តែសុំឲ្យរៀងសុំរុំជាមួយពួកគាត់ទីមួយទោះបីជាយើងគិតថាអាយុគាត់ច្រើនក៏ពិតមែនប៉ុន្តែត្រូវគោរពទៅលើបទពិសោធន៍របស់គាត់ដែរអញ្ចឹងណាហើយការគោរពហ្នឹងគឺសំខាន់ណាស់ណាការគោរពគឺសំខាន់ណាស់បាទ ខ្ញុំបងនិយាយខ្ញុំជួបច្រើនដែរព្រោះអីខ្ញុំនៅអនឡាញច្រើនចឹងហើយមានអ្នក contact មកសួរច្រើនមែនតែឃើញចំណុចហ្នឹងវានៅមានច្រើនជាពិសេសក្មេងៗនេះគាត់ឆាតមកពេលខ្លះប្រសេមិនដឹងសេអីទេខ្ញុំសុំហ្មងរឿងសេអសអីខ្លះស៊ីងខ្មែរតែបាននឹងថាមកចឹងហ្នឹងបើថាខ្មែរចំមកអង់គ្លេសចំទៅខ្ញុំសួរដែរពេលគាត់មកលេងតប៉ាណានអីចឹងខ្ញុំពេលខ្លះអានអត់យល់ទេអញ្ចឹងដឹង reply គាត់មកទេបាទដែរវាជាចំណុចមួយដែរពេលយើងធ្លាប់ប្រើអីច្បាស់ទៅយើងរៀង start ជំនាញណាពេលណាក៏ចង់អាចចំណេញពេលតិចហ្នឹងអូខេអត់បញ្ហាទេយើងអាចមួយមិត្តភក្តិយើងទេប៉ុន្តែពេលដែលជាមួយអ្នកដទៃដែលអត់ដែរសោះនេះយើងកុំទៅចឹងហើយហ្នឹងហើយព្រោះដូចខ្ញុំខ្ញុំធ្លាប់ក្រុមការងារខ្ញុំធ្លាប់និយាយដែរកុំព្យាយាមបន្តនៅសកម្មភាពដែលវាមិនបានផ្ដល់អត្ថប្រយោជន៍ដល់យើងទៅសេខ្មែរនេះទៅព្រោះវាជួយដែរពេលខ្លះភ្លេចខ្មែរអស់យើងទៅការមួយទៅអង់គ្លេសសិនតើហើយសេអង់គ្លេសកូដគឺយើងអង់គ្លេស research ក៏អង់គ្លេសអញ្ចឹងដល់ពេលខ្មែរអត់អាចសេទៀតតើភ្លេចអស់ណាមើលអីអញ្ចឹងអាចថាជាចំណុចមួយដែរវាជាការគួរសមផងហើយផងបាទហើយវាសំខាន់មែនតើបើយើងចូលនៅក្នុងសង្គមខ្ញុំគាត់ថាខ្ញុំទៅចាប់ផ្ដើមការងារសង្គមទៅខ្ញុំថាអូគេមានក្បួនខ្នាតគេយើងត្រូវទៅជួបនៅទីតាំងផ្សេងដូចភូមិផ្សេងភូមិដាច់ស្រយាលផ្សេងទេគេមាន communicate មិនគេទៅធ្វើការមិនដើម្បីចូលទៅក្នុងសង្គមភូមិឃុំនឹងបានគេទៅតាក់ទងទៅខាងណាជាសុំច្បាប់មិនដើម្បីកសាងអីអូច្រើនហ្នឹងហើយអាហ្នឹងវាត្រូវចឹងឯងតែវាចេះគេមានរបៀបរបបក្នុងការស្នើសុំទៀតមិនចេះទៅអត់មានហ្នឹងហើយមិនថាយើងចង់ជួយអីទៅអត់ប្រាប់គេប្រាប់ឯងទេថាអេខ្ញុំមកជួយទៅខ្ញុំចាំបាច់ប្រាប់អ្នកឯងមិនខ្ញុំមកមានបញ្ហាណាអត់ទេយើងត្រូវការមានគេហៅថារបៀបរបបត្រឹមត្រូវអញ្ចឹងការងារក៏អញ្ចឹងដែរការងារក្នុងក្រុមហ៊ុនក៏អញ្ចឹងដែរមិនមែនថាអូយើងបកកែយើងខ្លាំងយើងឆ្លាត Gen Z ធ្វើអីលឿនទៅបាត់ណាបាត់ណីគ្មានក្បាលគ្មានកន្ទុយអត់ទេអត់ត្រូវទេអញ្ចឹងយើងត្រូវរៀនពីរបៀបធ្វើការដែរហ្នឹងហើយបើនៅក្នុងកន្លែងការងារអាចនឹងយើងត្រូវដឹងថា senior junior lead manager ឬក៏ថ្នាក់ដឹកនាំធំទៅហ្នឹងហើយអញ្ចឹងការគោរពរបស់យើងគឺត្រូវតែមានមិនមែនគិតថាអូខេអូគ្រប់ច្រើនណាអត់ចឹងទេព្រោះកន្លែងការងារយើងដឹងហើយយើងគោរពគាត់ជួយយើងពេលគាត់ទោះជាយើងឋានៈស្មើគ្នាក៏ដោយក៏ពេលខ្លះគេអាចជួយយើងការងារច្រើនយើងផងហ្នឹងហើយត្រូវអញ្ចឹងយើងត្រូវរៀនពីរបបដែរកុំចេះតែកុំអង្គ hard skill យើងខ្លាំងជាងគេជាងឯងហើយយើងអត់មាន soft skill អត់ទេអូឥឡូវដល់ soft skill ចង់សួរវិញហ្នឹងតែ soft skill អាចជួយអីបានដែរទៅលើការងាររបស់យើងជា data ហ្នឹងជួយច្រើនជាពិសេសឧទាហរណ៍ឥឡូវបើសិនយើងឧទាហរណ៍បច្ចេកបើយើងធ្វើតែម្នាក់ឯងអត់មានទៅពាក់ព័ន្ធណាទេអូខេយើងចង់ធ្វើមិនធ្វើទៅមិនបាច់ចាំទៅជែកមួយគេទេព្រោះ your own boss ប៉ុន្តែបើយើងធ្វើការយើងត្រូវ collaborate ជាមួយ other team ឬក៏មនុស្សផ្សេងយើងត្រូវប្រើ soft skill ហើយបានន័យថាយើងត្រូវចេះ communicate មួយគាត់ធ្វើការតំណែងហើយការតំណែងហ្នឹងមិនមែនទៅដល់សួរចង់ដឹងអ្វីយើងចង់ដឹងឲ្យទៅដល់សួរយកអត់ទេត្រូវមានត្រឹមត្រូវមិនថាមានក្បាលមានកន្ទុយអញ្ចឹងណាកុំអាងទៅហើយបើថាមិត្តភក្តិធម្មតាមិនអីទេតែបើរឿងការងារ professional ហ្នឹងគេហៅ professional work តមកទៀតអីគេតាក់ទងនឹងការចែកម្លែកហ្នឹងក៏ជា soft skill មួយដែរមិនថាយើងត្រូវចេះចែកម្លែក team យើងនៅចំណេះដឹងឬក៏ជំនាញចំណុចណាដែលយើងធ្លាប់ឆ្លងកាត់ហើយគាត់ជួបបញ្ហាយើងត្រូវបើថាយើងឃើញយើងអាចថាបើមិនបាច់ចាំគាត់មកសួរយើងទេបើសិនយើងឃើញហើយយើងបើសិនយើង senior ហ្មងហើយយើងឃើញ junior យើងកំពុងស្រកកខ្លាំងមែនតើហើយគាត់ព្យាយាមអស់សមត្ថភាពហើយប៉ុន្តែនៅតែដោះស្រាយអត់ចេញក្នុងនាមជា senior គឺត្រូវជួយគាត់ទេត្រូវអត់ប៉ុន្តែមិនមែនជួយសរសេរកូដឲ្យទេអាចថាជួយប្រាប់គាត់កន្លឹះគាត់អាចសរសេរគុណគាត់អញ្ចឹងណាមិនមែនថាអូបងជួយសរសេរយកអត់ទេហ្នឹងហើយអញ្ចឹងការចែកម្លែកក៏ជាជំនាញមួយដែរហើយការណាតំណែងការចែកម្លែកការធ្វើការជាក្រុមជាពិសេសគេហៅ team work ហ្នឹងសំខាន់ណាស់ហើយ team work មិនមែនថាយើងធ្វើការជាក្រុមម្នាក់ performance very good ម្នាក់ប្រហែលអ្នក the rest លេង low ទាំងអស់អត់ទេអាហ្នឹងក៏មិនមែនហៅការងារក្រុមដែរហើយអត់យូរទេក្រុមផ្សេងគាត់សមាជិកផ្សេងគាត់នឹងចាក់ចេញពីយើងហើយពីព្រោះអីពេលខ្លះមិនមែនថានេះយើងខ្លាំងហើយពេលខ្លះយើងអត់បាន take care team អីចឹងទៅអាហ្នឹងគេហៅ individual
performer អ្នកដែលបកកែខ្លាំងជាងគេប៉ុន្តែគាត់ខ្លាំងសមត្ថភាព hard skill ប៉ុន្តែ soft skill គាត់អត់មានក៏ពិបាកធ្វើការជាក្រុមដែរហើយនៅក្នុង corporate world មិនយើងធ្វើការតែម្នាក់ឯងទេធ្វើការជាក្រុមច្រើនមិនភាគច្រើនហ្មងអញ្ចឹងទម្លាប់ការងារជាក្រុមក៏ជាជំនាញមួយដែលសំខាន់ដែរ soft skill ណាហើយការអភិវឌ្ឍខ្លួនបន្តlifelong learner មិនថាត្រូវ keep ការរៀនសូត្ររហូតរៀនពីការងាររៀនពីអ្នកជំនាញខ្លួនរៀនពីonline រៀននិយាយទៅរៀនគ្រប់កន្លែងទាំងអស់ហ្នឹងហើយប៉ុន្តែរៀនរបស់ទាំងអស់គ្នាអាចផ្ដោតទៅលើគោលដៅរបស់យើងអញ្ចឹងទៅច្រើនណា soft skill ហើយអាចថាមាន leadership នៅភាពជាអ្នកដឹកនាំអាចថាគាត់បើទោះបីជាគាត់មិនទាន់មាន team ដឹកនាំគាត់អាចដឹកនាំខ្លួនគាត់ធ្វើយ៉ាងម៉េចធ្វើជា good employee អញ្ចឹងណាយើងទទួលស្គាល់ថាយើងរៀនថាយើងត្រូវធ្វើការឲ្យព្រោះដូចដាក់លើកឡើងណាបើតែយើងមានអាជីវកម្មអូខេទៅធ្វើអាជីវកម្មចុះតែបើយើងអត់ទាន់ទេយើងត្រូវតែ earn income earn experience earn knowledge ពីការងារហ្នឹងឯងអញ្ចឹងយើងត្រូវតែចេះធ្វើការចេះដឹកនាំខ្លួនឯង leadership ហើយបើសិនថ្ងៃណាមួយយើងមានឱកាសបានឡើងជាថ្នាក់ដឹកនាំអញ្ចឹងយើងត្រូវមាន leadership សម្រាប់ team leadership សម្រាប់ other people អញ្ចឹងណាឬក៏ management អញ្ចឹងទៅរៀបចំការងារអាសាញតាស់អាសាញអី follow up មិន team ជួបបញ្ហាអត់ត្រូវ update មិនអញ្ចឹងអាហ្នឹងគឺសិតតែ soft skill ណាអញ្ចឹងភាគច្រើន engineer គាត់មិនសូវចូលចិត្តអញ្ចឹងក៏ពេកមិនពេកផងចូលចិត្តអាជប់អញ្ចឹងច្រើនទេប៉ុន្តែអ្នកដែលចង់ convert ខ្លួនឯងពី engineer អភិវឌ្ឍខ្លួនឯងពី individual contributor ទៅជា team leader ឬក៏ទៅជា manager ឬក៏ទៅជា CEO ឬក៏ CTIO អីហ្នឹងត្រូវតែរៀន soft skill ហ្នឹងឯងគឺសំខាន់ណាស់ហ្នឹងហើយយើងបានដឹងហើយថា soft skill វាសំខាន់បាទការងារដូចបងនិយាយហ្នឹងពេលខ្លះនៅ office យើងប្រកែតែឯងយើងអាចធ្វើការបានសឹងទៅទាំងអស់ម្នាក់ឯងតែដល់ពេលយើងក្លែកមកមើលក្រុមការងារវិញគឺអត់សូវមានអ្នកប្រកែសោះគឺថាហេតុអីហេតុអីបានយើងមើលឃើញយើងមិនចាប់ផ្ដើមជួយណែនាំគ្នាតិចទៅព្រោះវាជាផ្នែកមួយដែរបើសិនក្រុមការងារយើងប្រកែតែឯងយើងមកប៉ាការងារគឺយើងត្រូវធ្វើទាំងអស់ដែរជុំសិនក្រុមការងារយើងអត់តែយើង5នាក់ចុះយើងចេះទាំងអស់គ្នាយើងមិនជួយម្នាក់បន្តិចបានទេហ្នឹងហើយអញ្ចឹងបទពិសោធន៍ខ្ញុំធ្លាប់ធ្វើតាំងពីអាចថា junior senior ឡើង lead ឥឡូវអាចទទួលបានទំនួលខុសត្រូវ manage អញ្ចឹងពេលដែលយើងចាប់ផ្ដើមស្រឡឹងទៅវិញពីមុនមកយើងឃើញចំណុចខ្វះខាតរបស់យើងច្រើនណាស់ហើយយើងនៅតែរឹងទៅតឹងថាអូខេខ្ញុំដឹងតែ technical ខ្ញុំចេះតែ technical បានអត់ទេបើស្អីដូចបងនិយាយមិញយើងចង់ move ពីមួយកម្រិតទៅមួយកម្រិតចឹង soft skill ដើរតួនាទីយ៉ាងសំខាន់ហើយវាជួយយើងច្រើនមែនតើហ្នឹងហើយដូចបងបញ្ជាក់អញ្ចឹងរបៀបយើងនៅតែរឹងរូសខាង technical ខ្ញុំខ្លាំងអញ្ចឹងអត់មានអ្នកគេអាចត្រើមខ្ញុំបានទេខ្ញុំអត់មានអ្នកហ៊ានដេញខ្ញុំចេះប៉ុណ្ណឹងដែរយើងអត់ចាំបាច់ទៅចេះអីផ្សេងទេយើងទៅនេះយើងអង្គុយលេងបើចាំបាច់ share រៀងអីទេគឺថាតើវាល្អហ៎វាល្អសម្រាប់ខ្លួនឯងយើងអត់ហត់យើងអត់ពិបាកក្នុងការចែកម្លែកហ្នឹងទេទទួលរបៀបចែកម្លែកមិនប្រកាសថាគេ welcome យើងណាមិនយល់គេគិតថាអូខេអ្នកឯងចេះហ្មងមើលគឺថាគិតថាខ្លួនឯងចេះតែឯងគិតថាគេអត់ចេះអញ្ចឹង sharing អញ្ចឹងប៉ុន្តែរបៀបយើងមានរបៀបក្នុងការពន្យល់ការបរៀនព្រោះឲ្យដូចបញ្ជាក់អញ្ចឹងបើយើងនិយាយធ្វើការជាក្រុមហ្មង benefit ទាំងអស់គ្នាចែករំលែកហ្នឹងគឺមិនមែនចែករំលែករបៀបដើម្បីខ្លួនឯងអាចចេះបរៀនគេគឺដើម្បីការងារយើងជាក្រុមហ្នឹងហើយព្រោះតែក្រុមយើងចេះច្រើនមានចំណេះដឹងទាំងអស់គ្នាការងារយើងក៏ចម្រើនទៅមុខដែរហើយខ្ញុំគិតថាយើងអាចនឹងមាន result ច្រើនឲ្យខាងស្ថាប័នរបស់យើងផងដែរហើយខ្ញុំកាលពីអេពីសូតមុនយើងបាននិយាយទៅលើ CTO អញ្ចឹងយើងបានជជែកគ្នាច្រើនមែនទែនទៅលើអត្ថន័យខុសត្រូវហ្នឹងអញ្ចឹងនេះជាផ្នែកមួយទៀត soft skill ដែលបងបាន mention មិញឃើញច្រើនគួរសមដែរហើយអញ្ចឹងចង់បន្ថែមទៅលើមួយចំណុចទៀតតកតងទៅនឹងការ up to date ទៅលើជំនាញរបស់យើងតើបងធ្វើមិនទៅដើម្បីឲ្យខ្លួនឯងតាមទាន់នៅ technology ថ្មីហ្នឹងហើយភាគច្រើនគឺខ្ញុំមើលតាម trend ដែរបានន័យថាមិន trend នៃ social media នេះណា trend technology ព្រោះយើងជាផ្នែក technology អញ្ចឹងណាអញ្ចឹងយើងមើលតាម trend ធម្មតាទេនៅលើ Facebook វាមានហើយព័ត៌មានបើសិនយើងចុច like ចុច follow page ណាដែលមានប្រយោជន៍ដូចថា
ពាក់ព័ន្ធនឹងMicrosoft Technology អញ្ចឹងពេលដែលមានofficial launching service ឬក៏អីហ្នឹងគេ publish លើប្រព័ន្ធរបស់គេហើយអញ្ចឹងយើងចូលទៅអានតាម website អញ្ចឹងទៅមិនថាយើង click លឿនហ្នឹងទៅវា link ទៅ website អញ្ចឹងយើងដឹងមួយហើយមួយទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនដែរធម្មតាយើងធ្វើការនៅក្រុមហ៊ុនគេទៅ technology អីដែលមានប្រយោជន៍ជឿនលឿនហើយវាមានប្រយោជន៍គឺគេព្យាយាមយកមក implement ហើយអញ្ចឹងក៏យើងជាឱកាសមួយដែលយើងអាចទៅរៀនសូត្រដឹងពីបច្ចេកវិទ្យាបច្ចុប្បន្ននេះដែរអញ្ចឹងណាហើយមួយទៀតចែកម្លែកតាមអ្នកចែកម្លែកដូចរតនៈអញ្ចឹងទៅជួបអ្នកផ្សេងគេដឹងពី technology នេះគេមកពីក្រៅប្រទេសមកគេចប់ master ឬក៏ PhD មកគេចែកអូAI មានបច្ចេកវិទ្យាផ្សេងអញ្ចឹងមកអាហ្នឹងក៏ជាផ្នែកមួយដែលធ្វើឲ្យខ្ញុំដឹងបន្ថែមឬក៏គ្នាយើងសិស្សានុសិស្សដឹងថាឥឡូវ trending technology គេដល់ណាអញ្ចឹងទៅអញ្ចឹងអាហ្នឹងវាជាសិតតែជាផ្លូវមួយដែលយើងអាចដឹងពីប្រព័ន្ធបច្ចេកវិទ្យាអញ្ចឹងណាហើយជាពិសេស community ដូចជាឃើញគ្នាយើងរតនៈឬក៏ខ្ញុំខ្ញុំនៅក្នុងហ្នឹងដែរខ្មែរ coder អញ្ចឹងណាមានគ្នាយើង share ច្រើនតាក់ទងនឹងមិនថាការសរសេរ code technique ឬក៏បច្ចេកវិទ្យាអីចឹងខ្ញុំឃើញមានច្រើនអញ្ចឹងអាហ្នឹងក៏ជាចំណុចជាផ្លូវមួយដែលយើងអាចដឹងបានដែរបានថា community អញ្ចឹងទៅហើយធម្មតាអ្នករៀនបច្ចេកវិទ្យាដឹងហើយធ្វើមិនដើម្បីដឹងណាតែអានេះគ្រាន់ជាការជាទម្លាប់របស់ខ្ញុំទេហ្នឹងហើយជាពិសេសការរៀនគឺសំខាន់ណាការរៀនហ្នឹងគឺថាពេលដែលយើងចូលរៀន course ហ្នឹងគេអាច mention technology ហ្នឹងតែយើងពីមុនអត់ដែលឮទេតែគេ mention ទៅយើងឆ្ងល់យើងអាចទៅ note ទុក technology ឈ្មោះវាហើយយើងទៅ search បន្ថែមទៅឃើញអូអានេះចេះហើយមួយទៀត technology អត់ខុសឆ្ងាយពីមុនប្រហែលទេអ្វីដែលគេផ្ដោតគឺការ improvement ទេពេលខ្លះឈ្មោះរៀងខុសគ្នាប៉ុន្តែបើនិយាយពីប្រវត្តិសាវតាពីមុនរបស់អា technology ឥឡូវហ្នឹងមាន technology ពីមុនមកហើយគ្រាន់តែថាពីមុនវា limitation ចំណុចណាធ្វើអីអត់បានក៏គេចាប់ដើម develop បន្ថែមទៅ version ថ្មីគេអាចដាក់ឈ្មោះផ្សេងអញ្ចឹងទៅអញ្ចឹងណាអញ្ចឹងវាជាផ្នែកមួយដែរអញ្ចឹងហ្នឹងជាអ្វីដែលខ្ញុំតែធ្វើអញ្ចឹងណាហើយឃើញចាប់អារម្មណ៍បងចូលរួមសិក្ខាសាលាច្រើនមែនតើឲ្យតែឃើញមានសិក្ខាសាលាតាក់ទងទៅនឹងបច្ចេកវិទ្យាគឺមានបងវាក៏អាចថាវាជាផ្នែកមួយក្នុងការជួយបងដឹងអំពីផ្នែកកំណត់បាទដឹងអំពីតើវាដើរដល់ណាឥឡូវតើគេចែកម្លែកពីអីចឹងណាអាហ្នឹងដូចរោងការណាឃើញមុខលោណាខ្ញុំធ្លាប់ចូលរួមប្រហែលដងហ្នឹងឃើញរហូតហើយតាមទោះជាអត់បានចូលរួមក៏ឃើញតាមរូបភាពឃើញព្រានឲ្យតែចូលឃើញបងសួរនាំមានសំណួរមកខ្ញុំគិតថាហ្នឹងជាផ្នែកមួយដែរទេហ្នឹងហើយអូខេអញ្ចឹងយើងគិតថាចូលចំណុចបន្ទាប់មួយទៀតជាចំណុចចុងក្រោយតើតទៅនឹង advice ហើយការ inspire មួយចំនួនដើម្បីយើងអាចចូលទៅក្នុងវិស័យ data បានអញ្ចឹងណាហើយចង់ដឹងឧទាហរណ៍សិស្សដែលគាត់ចង់សិស្សដែលគាត់ចង់ធ្វើខាង data នៅពេលដែលគាត់រៀនចប់ឬក៏អ្នកដែលគាត់កំពុងតែធ្វើជំនាញផ្សេងគាត់ចង់ move មកខាង data តើបងអាចមានជាផ្លូវអីឬក៏ tip អីដើម្បីជួយណែនាំគាត់បានហ្នឹងហើយជាចុងក្រោយសម្រាប់អានេះជាមតិណាជាអ្វីជាបទពិសោធន៍ខ្ញុំតែខ្ញុំធ្លាប់ឆ្លងកាត់កន្លងមកហើយខ្ញុំក៏ធ្លាប់ករណីក៏ខ្ញុំមានសិស្សរបស់ខ្ញុំដែលគាត់ internship ដែរតាក់ទង data អញ្ចឹងសម្រាប់អ្នកដែលចាប់អារម្មណ៍ផ្នែកវិស័យទិន្នន័យអាចថាវាជាវិស័យមួយកំពុងរីកចម្រើនអញ្ចឹងមិនមែនតែមួយហ្នឹងមានច្រើនតែខ្ញុំដោយសារខ្ញុំផ្ដោតតែលើតែវិស័យទិន្នន័យអញ្ចឹងវាជាវិស័យមួយក្នុងចំណោមវិស័យផ្សេងដូចជាមាន AI blockchain IoT software engineer អីហ្នឹងគឺសិតតែនេះហើយ security cyber security មួយទៀតអញ្ចឹងអានេះយើងផ្ដោតទៅលើ data អញ្ចឹងទាំងអស់គ្នាត្រូវធៀមលក្ខណៈទី1ត្រូវយើងត្រូវមាន critical thinking ការគិតបែបស៊ីជម្រៅពីព្រោះការវិភាគទិន្នន័យមិនមែនឃើញតែធម្មតាហើយយើងថាប៉ុណ្្នឹងឯងវាត្រូវការមានឫសគល់ហេតុផល reasoning ហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជាគេថា improve critical thinking ហ្នឹងហើយអញ្ចឹងពាក់ព័ន្ធនឹង critical thinking ហើយ problem solving skill ហើយការដោះស្រាយបញ្ហាហ្នឹងខ្ញុំគិតថាគ្រប់គ្នាសុទ្ធតែអាចរៀនបានទេសំខាន់ឲ្យទៅជួបបញ្ហាយើងព្យាយាមរកវិធីសាស្ត្រដោះទៅអញ្ចឹងវាយើង learn ពីអស់ហ្នឹងទេมันជាមានសភៅណាទៅសេឲ្យចំថាដោះស្រាយបញ្ហាហ្នឹងត្រូវធ្វើម៉េចទេគាត់ថាគេទៅសេពីរបៀបទៅប៉ុណ្្នឹងឯងតែដោះស្រាយចាក់ស្ដែងយ៉ាងម៉េចគឺខ្លួនយើងទេអញ្ចឹងនៅពេលដែលយើងជួបបញ្ហាច្រើន
យើងអាចដោះស្រាយបញ្ហានឹងចេញណាអញ្ចឹងអាហ្នឹងឯងដែលជាគេហៅថាមេរៀនដែលយើងរៀនសូត្រពីហ្នឹងអាចថាថ្ងៃខាងមុខថ្ងៃណាមួយយើងជួបបញ្ហាស្តៀងហ្នឹងដែរយើងអាចដោះស្រាយបានដែរហើយបើថាយើងជួបបញ្ហាថ្មីយើងអត់មានវិធីសាស្ត្រដោះស្រាយប៉ុន្តែយើងមានក្បួនត្រូវសិក្សា root cause ត្រូវរក data ដើម្បីមកវិភាគថាបញ្ហាជាក់ស្ដែងគេឧទាហរណ៍ជាក់ស្ដែងដូច software engineer ចុះយើងសរសេរ code ណាយើងគេមិនមាន debug តើអត់បើសិន code យើង error កន្លែងណាមួយយើងមិនមានអា tool debug ថាឥឡូវ debug ដល់កន្លែងនេះមូលហេតុនេះมันservice វាអត់ទៅ API call មកវាមកឲ្យ success ហើយប៉ុន្តែអត់ឃើញទិន្នន័យថាមូលហេតុអីចឹងណាអញ្ចឹងនឹងឯងសិតតែជាវិធីសាស្ត្រដោះស្រាយបញ្ហាហើយសំខាន់ណាproblem solving skill នេះគឺមិនមែន apply ទៅវិស័យ data ទេវិស័យផ្សេងក៏គេត្រូវការចាំបាច់ដែរហើយមួយទៀតទាំងអស់គ្នាត្រូវមានភាពជាអ្នកដឹកនាំផ្ទាល់ខ្លួនអាចរៀនភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯងតបមកយើងបើសិនមានឱកាសយើងរៀនសម្រាប់ដឹកនាំក្រុមដឹកនាំមនុស្សដឹកនាំស្ថាប័នអីចឹងទៅអញ្ចឹងគឺសំខាន់ណាស់រៀនរហូតណា soft skill hard skill ត្រូវតែរៀនហើយមួយទៀតជាពិសេសភាសាដោយសារតែយើងរៀនដោយសារយើងធ្វើការនៅក្រុមហ៊ុនគឺយើងមាន multi culture អញ្ចឹងយើងមានជនជាតិបរទេសគាត់មកធ្វើការនៅយើងហើយជាពិសេសសិស្សថ្នាក់ដឹកនាំអញ្ចឹងចង់គឺយើងត្រូវតែរៀនហើយភាសាអង់គ្លេសកុំចោលឲ្យសោះហើយភាសាផ្សេងទៀតតាមចំណង់ចំណូលចិត្តរៀនខ្លួនទៅមួយទៀត computer skill ព្រោះ computer skill យើងភាគច្រើនអាចនិយាយថាអ្នករៀន software engineer ត្រូវតែចេះ computer skill អាហ្នឹងគឺត្រូវតែចេះហើយប៉ុន្តែ computer មិនសម្រាប់តែ software engineer ទេ data analytics ឬក៏ផ្សេងក៏គាត់ត្រូវចេះប្រើដែរទោះបីយ៉ាងណាក៏ត្រូវចេះ install កម្មវិធីខ្លួនឯងដែរប៉ុណ្្នឹងឯងហ្នឹងហើយអញ្ចឹងអានេះវាជាជំនាញទាំង hard ទាំង soft អញ្ចឹងណាហើយជំនាញតំណាក់តំណងហើយចំពោះអាកប្បកិរិយាតចរិតត្រូវតែមិនមែនថាសភាពរំទុំពេកទេបើថាធ្វើម៉េចឲ្យមើលទៅគឺជាមនុស្សដែលគេចូលចិត្តរាប់អានជាមនុស្សដែលគេអាចជឿទុកចិត្តបានអញ្ចឹងទៅអាចថាធ្វើបើសិនគេធ្វើការមួយយើងមានអារម្មណ៍ថាយើងគឺជាមនុស្សមួយដែលចូលចិត្តចែកម្លែកចូលចិត្តជួយគេអញ្ចឹងទៅហើយបើសិនគេរៀនសូត្រមួយយើងមិនថាដូចគ្នាមិនថាយើងគឺជាមនុស្សដែលចេះប្រកែហើយប៉ុន្តែក៏នៅតែចេះជួយគេជួយឯងអញ្ចឹងដែរអញ្ចឹងអាចថាយើងរៀបចំខ្លួនប្រាណរបស់យើងឲ្យវាគេហៅថាសមជាមនុស្សដែលគេចូលចិត្តរាប់អានណានឹងឲ្យជួយគេចែកម្លែកអញ្ចឹងទៅហើយត្រូវមានគោលដៅជាពិសេសត្រូវមានគោលដៅចេញមកត្រូវមានគោលដៅបើសិនអ្នកទាំងអស់គ្នាចូលចិត្តខាងវិស័យ data សួរខ្លួនឯងថាចូលចិត្តខ្លាំងអត់ច្បាស់អត់ហើយគិតថាយើងអាចស្រាប់តែមានអីថ្មីមកយើងអាចនឹងប្រែចិត្តអត់អញ្ចឹងយើងត្រូវតែច្បាស់នឹងគោលដៅរបស់យើងហើយត្រូវរើសឲ្យចំទៀតជាពិសេសថាក្នុង data វាមានច្រើន data scientist data engineering data analytics ឬក៏ AI ML អញ្ចឹងទៅតែខ្លះគាត់សួរខ្ញុំថាបងបើ data មានច្រើនប្រភេទអញ្ចឹងខ្ញុំទៅគូទៅមួយណាមុនខ្ញុំគាត់ថាអាស្រ័យលើការចាប់អារម្មណ៍របស់យើងហើយការចាប់អារម្មណ៍របស់យើងគឺអាស្រ័យទៅនឹងព័ត៌មានដែលយើងទទួលបាន research ឲ្យបានច្រើនថាវិស័យណាគួរទៅណាមុនហើយបន្ទាប់មកទៅណាអញ្ចឹងយើងប្រមូលទិន្នន័យហើយគិតទៅថាមួយណាដែលយើងគិតថាចង់ទៅមួយទៀតសំខាន់លើទីផ្សារដែរតើរងឯទីផ្សារគេត្រូវការផ្នែក data ដែរប៉ុន្តែផ្នែកណាច្រើនជាងគេអញ្ចឹងណាអញ្ចឹងយើងអាចចាប់ចំហ្នឹងទៅហើយកំឡុង along the way យើងអាច keep learning ពីផ្នែកផ្សេងៗនៅក្នុង data ឧទាហរណ៍ខ្ញុំ data engineer អញ្ចឹងប៉ុន្តែខ្ញុំធ្លាប់ជា data analytics ខ្ញុំធ្លាប់ជា data science ហើយឥឡូវក៏ខ្ញុំកំពុងតែរៀនតាក់ទងនឹង AI machine learning អីចឹងដែរអញ្ចឹងណាពីព្រោះវាអត់ឆ្ងាយគ្នាទេវានៅតែម្ដុំគ្នានឹង data ដូចតែគ្នាទេគាត់ថាមួយយើងប្រើ tool យើងប្រើ technique យើងប្រើចំណេះដឹងផ្សេងដើម្បីទៅធ្វើការផ្នែកហ្នឹងតែប៉ុណ្្នឹងឯងតែវានៅក្នុង data ដូចតែគ្នាទេអញ្ចឹងសរុបមកគឺត្រូវតែ keep learning រហូត learning ហើយតាមឲ្យតន់ trending ហ្នឹងទៅហើយមួយទៀតតាក់ទងទៅនឹងចូលរួមចែកម្លែកដែរអានេះខ្ញុំគិតថាវាល្អដែរអ្នកដែលគាត់ចូលចិត្ត research ហើយច្បាស់ណាស់គឺគាត់មានគឺថាគាត់មានទម្លាប់មួយគឺចូលចិត្តចែកម្លែកចឹងឯងពីព្រោះគាត់ដឹងធម្មតាមនុស្សតែដឹងហើយតែដូចអត់ចង់ទុកទេតែដឹងច្រើនដូចអត់ចង់ទុកទេបើថាដូចចង់តែចែកម្លែកទេអញ្ចឹងអាហ្នឹងក៏ជាជំនាញគឺថាជាចំណុចមួយដែលសិស្សានុសិស្សឬក៏បងប្អូនដែលគាត់ចាប់អារម្មណ៍គឺគាត់អាចគេហៅអភិវឌ្ឍខ្លួនឯងបានអញ្ចឹងណាហើយបើសិនគ្នាយើងចេះចែកម្លែកទៀតណាកាន់តែល្អហ្នឹងហើយអាចថាយើងពិតជាមានតម្លៃសម្រាប់យុវជនជំនាន់ក្រោយព្រោះយើងអត់មានបានជួយជាលុយជួយជាកាក់អីទេប៉ុន្តែយើងជួយជាដំបូន្មានជួយជា advice អញ្ចឹងទោះយ៉ាងណាក៏យើងអាចថាបើកផ្លូវពួកគាត់អញ្ចឹងទៅហ្នឹងហើយ ចំពោះការចែកម្លែកខ្ញុំគិតថាវាជាចំណុចមួយសំខាន់ដែរពួកអី
យើងមិនចេះតែចែកម្លែកទាំងអត់ដឹងអីទេ បាទ និយាយថាយើងចង់ចែកម្លែកវិធានបទតែមួយយើងទៅសិក្សាស្រាវជ្រាវបន្ថែមហើយ ហ្នឹងហើយ យើងចេះអាចថាដឹងពីរបៀបការធ្វើការងារយើងដឹងអំពី technical ហ្នឹងប៉ុន្តែចង់យើងត្រូវស្វែងយល់បន្ថែម research បន្ថែមទើបយើងអាចយកមកចែកម្លែកបាន បាទ អញ្ចឹងវាជំរុញឲ្យយើងកាន់តែយល់ច្បាស់ យ៉ាហ្នឹងហើយ អញ្ចឹងវាជាកត្តាមួយជួយយើងដែរឲ្យស្វែងយល់នឹងកាន់បានកាន់តែល្អប្រសើរ បាទហ្នឹងហើយ ហ្នឹងហើយអញ្ចឹងចង់ដឹងពីបងខ្លះដែរពីការរៀបចំនៅ portfolio បងទៅលើខាង data ហ្នឹងថាតើយើងបងមាន tip អីដើម្បីចែកម្លែកទៅលើការរៀបចំ portfolio ហ្នឹងហើយសំខាន់ portfolio ណាព្រោះពេលដែលយើងអានេះសំខាន់សម្រាប់យើងមិនថាតែចំពោះការងារទេយក personal យក professional គឺសំខាន់ជាទូទៅខ្ញុំជួយចិត្តធ្វើ project ហើយ project ខ្ញុំមានទាំងទ្រឹស្ដីហើយមានទាំងការអនុវត្តអញ្ចឹងណាហើយភាគច្រើនដំបូងឡើយគឺខ្ញុំចេញពីទ្រឹស្ដីមុនដូចថាខ្ញុំ develop ខ្ញុំធ្វើ project ទ្រឹស្ដីនឹងថាខ្ញុំឆ្ងល់ពីអីមួយអញ្ចឹងខ្ញុំចាប់ផ្ដើមទៅ research ហើយអញ្ចឹងពេលខ្ញុំបាន key មកខ្ញុំចាប់ផ្ដើមធ្វើជា document ពេលដែលខ្ញុំធ្វើ document ហើយខ្ញុំចាប់ផ្ដើម apply អ្វីដែលខ្ញុំបានសិក្សាហ្នឹងថាវាដូចអ្វីដែលខ្ញុំបានទ្រឹស្ដីហ្នឹងអត់អញ្ចឹងខ្ញុំចាប់ផ្ដើមយកទៅអនុវត្តហើយការអនុវត្តរបស់ខ្ញុំគឺទៅសេកូដតាក់ទង data ហ្នឹងឯងទៅយក data យកអីយកមកធ្វើ IP អីធ្វើ machine learning អីចឹងទៅអញ្ចឹងហើយខ្ញុំក៏មាន portfolio platform របស់ខ្ញុំពីច្រើនគឺខ្ញុំដាក់លើ LinkedIn professional របស់ខ្ញុំណាបន្ទាប់មកបើនិយាយពី source code ហ្មងមាន GitHub ឬក៏ Kaggle ហ្នឹងអ្នកទាំងអស់គ្នាណាដែលខាង data អីហ្នឹងគាត់ដឹងថា platform ហ្នឹងគឺសម្រាប់ data source ឬក៏ទៅ say code say អីដើម្បី share public ព្រោះអាហ្នឹង worldwide ហ្នឹងហើយអញ្ចឹងយើងអាច build portfolio យើងលឿនហ្នឹងហើយវាអាចថាពេលណាមួយគេចាប់អារម្មណ៍លើយើងគាត់អាចចូលទៅ review profile របស់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលច្រើនខ្ញុំឃើញនៅលើ LinkedIn របស់ខ្ញុំមួយថ្ងៃមិនចេះតិចទេអ្នកដែល review គាត់ចង់ដឹងយើងអញ្ចឹងហើយអ្នកខ្លះ review ហើយគាត់ connect មកយើងមួយរយៈមកគាត់ឆាតសួរបទពិសោធន៍ជាពិសេសខ្ញុំចាប់អារម្មណ៍ពិសេសសិស្សសិស្សច្រើនមានពីសាលាផ្សេងគាត់ connect មកគាត់ឆាតសួរអញ្ចឹងណាតាក់ទង data អញ្ចឹងទៅអញ្ចឹងខ្ញុំគិតថាអានេះវាជាផ្នែកមួយដែរអញ្ចឹងណាហើយសំខាន់ណាស់ហើយជាពិសេសបើទាំងអស់គ្នាចង់ develop ខ្លួនឯងលឿនណាតាក់ទង portfolio គឺសំខាន់គេទៅពី CV គឺត្រូវតែមានអាហ្នឹងហើយព្រោះ CV វាបង្ហាញពី summary point តិចអញ្ចឹងទៅតែបើ portfolio យើង reference link ចាក់ click ទៅគឺគេមើលឃើញថាអូយើងធ្លាប់ធ្វើឲ្យគេខ្លះហើយបើមាន link តាក់ទងនឹង source code ទៀតចុច click ទៅឲ្យគេឃើញថាយើងបានធ្វើមែនអញ្ចឹងណាជាពិសេសដូច certificate អីគឺអាហ្នឹងគឺជាអ្វីដែលយើងគួរ share អញ្ចឹងណាឃើញបងបានបរៀនក៏ដោយសារតា ហ្នឹងហើយដោយសារហ្នឹងហើយយកកាសផ្សេងដែរហើយមានច្រើនទៀតដែលខ្ញុំបានជួបគាត់សួរនាំគាត់គឺមកពីអ៊ីនធឺណិតទាំងអស់គាត់បង្ហាញការងារគាត់លើអ៊ីនធឺណិតទៅគឺគាត់ទទួលបាននៅការងារក៏ស្គាល់ជាមួយអ្នកដែលគាត់រួមការងារមួយគាត់បន្ថែមអញ្ចឹងណាអញ្ចឹង portfolio គឺសំខាន់ហ្នឹងហើយនិយាយទៅគេរាប់អានយើងនិយាយសួរស្អាប់ថាគេចង់ធ្វើការមួយយើងក៏គេមើលយើងដែរមិនមែននៅសុកគេមកចង់ធ្វើការមួយយើងទេព្រោះហើយសួរថាធ្វើម៉េចដើម្បីគេដឹងយើងហ្នឹងឯងព្រោះពីមុនពិបាកបន្តិចទៅអត់ពីមុនតតែមានជួបមុខគ្នាពី3ដងអីចឹងទៅតែឥឡូវមានទេមើលតែប្រវត្តិធ្វើការប្រវត្តិការរៀនសូត្រនៅលើតែ profile របស់យើងគេអាចថាគេវិភាគឲ្យគេអាច assume ថាយើងជាមនុស្សភេទបែបណាហើយវាមិនថា 100% ត្រូវទេប៉ុន្តែ most of all គឺវា almost ត្រូវដែរអញ្ចឹងយើងបានដឹងច្រើនហើយទៅលើ advice របស់បងបន្តិចយោបល់របស់បងទៅលើអ្នកដែលគាត់ជួយទៅលើខាង data អញ្ចឹងជាចុងក្រោយចង់ដឹងបងថាតើគោលដៅបងនៅពេលបន្ទាប់ទៀតព្រោះឥឡូវឃើញអានធ្វើច្រើនមែនទេអញ្ចឹងថាតើបន្ទាប់ទៀតបងមានគោលដៅអីដែលអាចជួយចែកម្លែកបានខ្ញុំមានគោលដៅនិយាយទៅតែមានគោលដៅរហូតអញ្ចឹងណាហើយឥឡូវខ្ញុំអាចចែកម្លែកបានខ្ញុំគោលដៅខ្ញុំដូចខ្ញុំធ្លាប់បញ្ជាក់អញ្ចឹងខ្ញុំមាន4សម្រាប់នេះណាបើចំពោះចំណេះដឹងគឺខ្ញុំនៅនឹង upgrade ខ្លួនឯងរហូតចប់ master ខ្ញុំនឹងត PhD ដែរអញ្ចឹងណាហើយចំពោះវិស័យអីប្រហែលជាអត់ទាន់អាចចែកម្លែកបានព្រោះខ្ញុំពងគិតណាចង់ទៅ business ខ្លះចង់ទៅសេដ្ឋកិច្ចខ្លះចង់ទៅអីច្បាប់អីចឹងទៅតែសុទ្ធសឹងជួយមិនព្រមបន្តផ្នែក technology ទៀតទៅខ្ញុំគាត់ថាខ្ញុំចង់បន្តផ្នែកផ្សេងហ្នឹងហើយនេះជាចំណាប់អារម្មណ៍ហើយមួយទៀតតាក់ទងទៅនឹងការងារគឺអត់ចង់នៅ the same position ទេណា to be honest គឺចង់ move up បន្តទៀតចឹងទៅអាចថាគម្រោងខ្ញុំគឺអ្វីដែលខ្ញុំចង់ខ្លាចជា CIO ចឹងទៅឬក៏ CTO នៃក្រុមហ៊ុនស្តង់ដាធំណាមួយចឹងទៅហ្នឹងហើយអញ្ចឹងអានេះគឺជាគោលដៅសម្រាប់ career របស់ខ្ញុំហើយគោលដៅសម្រាប់មួយទៀតគឺការបើកអាជីវកម្មហ្នឹងហើយខ្ញុំមិនដឹងថា
ជាកម្មអីទេប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តគឺដូចជាបើកសាលាបើកអីចឹងណាបើកជា online class ឬក៏អីចឹងទៅហើយទាំងអស់គ្នាគិតថាបើកសាលាមិនទៅជាអាជីវកម្មអានេះបើយើងនិយាយស្រួលស្ដាប់ទៅធម្មតាយើងបើកអីមួយវាត្រូវការមានចំណូលចំណាយអីអញ្ចឹងដើម្បីឲ្យស្ថាប័នយើងរីកចម្រើនទៅមុខវាត្រូវតែមានអស់ហ្នឹងហើយអញ្ចឹងគោលបំណងរបស់ខ្ញុំនិយាយទៅអាជីវកម្មខ្ញុំពីច្រើនគឺខ្ញុំចង់បើកតែផ្នែកអប់រំផ្នែកធ្វើ project ធ្វើអីចឹងឯងណា អូខេយើងបានជជែកគ្នាច្រើនមែនតើហើយដល់ស្គាល់បងកាន់តែច្បាស់ទៀតហើយទៅលើអ្វីដែលបងបានធ្វើហើយយើងសង្ខេបមកវិញខ្លះទៅយើងជជែកគ្នាច្រើនទៅលើ background របស់គាត់ការរៀនរបស់គាត់ហើយការធ្វើការរបស់គាត់ក៏គ្រប់វិស័យដែរយើងអាចរៀនសូត្រពីគាត់បានមិនវាអត់ប្រយ័ត្នមិនទេយើងរៀនធ្វើច្រើនចាំបាច់ទៅធ្វើច្រើនតែយើងតាមមួយឲ្យច្បាស់ទៅប៉ុន្តែយើងមកប្រាប់មូលហេតុគាត់ទៅយើងនឹងថាអូវាពិតជាមានអត្ថប្រយោជន៍មែនការផ្លាស់ពីមួយកម្រិតទៅមួយកម្រិតវាជួយយើងបានច្រើនហើយមានរបៀបក្នុងការរៀនរបស់គាត់បន្ថែមទៀតហើយ technique ក្នុងការរៀនក្នុងការចាប់គោលដៅរបស់គាត់ហើយជាចុងក្រោយគឺតកតងទៅនឹង tip ដែលគាត់បានផ្ដល់ឲ្យតែអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអាចផ្ដល់ជាអត្ថប្រយោជន៍ដល់គ្នាយើងបានហើយអរគុណមែនតើបងបាទអរគុណច្រើន ពេលវេលានឹងការចូលរួមព្រោះយើងបានច្រើនហើយចង់1ម៉ោងកន្លះហើយ អូខេ ច្រើនគួរសមដែរព្រោះយើងនៅមានរបស់តែត្រូវនិយាយនេះច្រើនទៀតប៉ុន្តែយើងអត់អាចដាក់មកវីដេអូអស់ទេ ហ្នឹងហើយអូខេចឹងអរគុណច្រើន ចាខ្ញុំក្រោយអរគុណបងម្ដងទៀត អរគុណ សង្ឃឹមថាជួបបងនៅ season ក្រោយទៀត បាទហ្នឹងហើយនៅរីករាយក្នុងការចែកម្លែកអាចថា season ក្រោយយើងមានអីថ្មីអាចថា more specific ជាងអានេះយើងរៀង general ស្គាល់គ្នាសិនចាំពេលដែល next step next episode យើងអាចបដោតទៅលើចំណុចណាមួយដែលសំខាន់ជាងទៅ data ធំមែនតើ ហ្នឹងហើយបាទ អញ្ចឹងយើងអាចនិយាយម្ដងបានតែមួយចំណុចទេអត់អាច ច្រើនបាទហ្នឹងហើយអញ្ចឹងអរគុណច្រើន បាទ